មកស្ដាប់រឿងដ៏ចម្លែកមួយដែលមនុស្សលោកត្រូវប្រែរូបរាងក្នុងថ្ងៃសូរ្យដ៏គួរឲ្យរន្ធត់ជាមួយខ្ញុំទាំងអស់គ្នាមនុស្សខ្លះคล้ายជាសត្វចម្លែកដែលមានខ្លួនប្រាណទៅជាស្មៅនិងឈើមើលទៅដូចជាខ្មោចឆៅដើមឈើអញ្ចឹងចំណែកខ្លះទៀតមានដែកលូនចេញពីឆ្អឹងដូចជាជនរងគ្រោះក្នុងគ្រោះថ្នាក់ការដ្ឋានសំណង់ដ៏រន្ធត់បំផុតពួកសត្វចម្លែកទាំងនេះរួមជាមួយមនុស្សដែលបាត់បង់ស្មារតីឯទៀតបានដើររត់រាយពេញដីយ៉ាងគួរឲ្យខ្លាចក្នុងកណ្ដាលវិបត្តិដ៏វឹកវរដែលមិនធ្លាប់មាននេះយើងប្រកាសជាឆ្ងល់ថាតើនៅមានកន្លែងណាដែលមានសុវត្ថិភាពទៀតដែរឬទេសូម្បីតែតួអង្គឯករបស់យើងក៏ឆ្ងល់ដែរថាហេតុអីបានជាខ្លួនឯងនៅតែមានអារម្មណ៍ធូរស្រាលក្នុងស្ថានភាពបែបនេះវាហាក់ដូចជាគាត់មិនខ្លាចពួកសត្វចម្លែកដែលគេហៅថា Dark Sider ទាំងនោះបន្តិចតតែសោះចម្លើយគឺសាមញ្ញណាស់គឺគាត់ក៏បានប្រែរូបរាងដែរប៉ុន្តែមិនមែនដូចមនុស្សធម្មតាឯទៀតនោះទេគាត់បានប្រែក្លាយទៅជាបំណែកដីនៅក្នុងព្រៃមួយកន្លែងហើយគាត់ក៏មិនយល់ពីវាសនាដ៏កំប្លែងនេះដែរចុះតើគាត់អាចទៅណាបានទៅបើពេលនេះគាត់គ្រាន់តែជាដុំដីដែលនៅនឹងថ្កល់បែបនេះអ្នកផ្សេងទៀតនៅមានរូបរាងដូចមនុស្សខ្លះតែគាត់បែរជាខុសគេគាត់ក៏លើកជើងមកខាងទាត់ទាំងមួម៉ៅស្រាប់តែដីដែលពួក Dark Sider កំពុងដើរនោះក៏ផុសឡើងធ្វើឲ្យសត្វចម្លែកដើមឈើនោះជំពប់ជើងដួលវាបានធ្វើឲ្យមុខរបស់វាបុកទៅនឹងដែកសំណង់ដែលលេចចេញពីខ្នងរបស់សត្វចម្លែកដែកម្នាក់ទៀតឈាមពណ៌ខ្មៅចាប់ផ្ដើមហូរចេញពីថ្ងាសរបស់វាដែលជាមុខរបួសអាចសម្លាប់មនុស្សធម្មតាបានភ្លាមវាងាករងអ្នកខុសហើយអ្នកដែលត្រូវទទួលកំហុសនោះគឺសត្វចម្លែកដែកដែលនៅក្បែរនោះឯងទោះបីជាស្ដាប់មិនយល់ប៉ុន្តែយើងអាចដឹងពីកំហឹងរបស់វាតាមរយៈការរអ៊ូទាំរបស់វានៅពេលនោះតួអង្គឯកដែលជាដើមហេតុក៏ប្រញាប់ដោះដៃមិនទទួលខុសត្រូវហើយបន្ទោសទៅលើចរិតរបស់ពួកវាវិញមិនថាប្រែរូបរាងឬអត់ទេហាក់ដូចជាគ្មានអ្នកណាអាចដឹងពីវត្តមានរបស់គាត់បានទាល់តែសោះការដឹងខ្លួនរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងរហូតដល់គាត់មានអារម្មណ៍ថាខ្លួនឯងคล้ายជាដីទាំងស្រុងការប្រែរូបរាងបែបនេះវាមិនខុសពីការត្រូវកាត់ទោសប្រហារជីវិតនោះទេសម្រាប់មនុស្សគ្រប់រូបដោយទទួលយកវាសនាដ៏អាក្រក់នេះគាត់ក៏សម្រេចចិត្តដេកឲ្យស្ងៀមដើម្បីលាមុខពិភពលោកដ៏ខ្ទេចខ្ទាំនេះមិនឆ្ងាយពីកន្លែងដែលគាត់បោះបង់ចោលនោះមាននារីម្នាក់កំពុងរត់គេចដើម្បីយកជីវិតរស់នៅស្រីសក់ពណ៌បៃតងដ៏គួរឲ្យស្រឡាញ់ម្នាក់មើលទៅស្លន់ស្លោខ្លាំងណាស់ព្រោះតែត្រូវសត្វចម្លែកដេញតាមនាងចាប់ផ្ដើមសង្ស័យថាតើនៅលើលោកនេះនៅមានមនុស្សធម្មតាទៀតឬអត់ទេនាពេលបច្ចុប្បន្ននេះនាងបានរត់មកដល់កន្លែងដែលតួអង្គឯកយើងកំពុងរងចាំសេចក្តីស្លាប់ហើយគាត់ក៏បានឃើញក្តីសង្ឃឹមថ្មីមួយទោះបីជាស្មារតីរបស់គាត់កំពុងរលាយបាត់ក៏ដោយប៉ុន្តែរូបរាងដ៏តាក់ទាញរបស់នាងបានជួយពង្រឹងស្មារតីគាត់ឡើងវិញគាត់ដឹងថាការដេកចាំថ្ងៃស្លាប់គឺគ្មានប្រយោជន៍ទេដូច្នេះគាត់ត្រូវតែក្រោកឈរឡើងវិញនៅពេលនេះប៉ុន្តែដោយសារតែរំភើបខ្លាំងពេកគាត់ក៏បានធ្វើឲ្យនារីម្នាក់នោះចំពុកជើងដួលបោកមុខទៅនឹងដីវាជាការដួលដ៏ដំណំប៉ុន្តែតួអង្គឯកយើងមិនអាចគំរើកបានឡើយហើយគាត់ក៏មានអារម្មណ៍ពិសេសម្យ៉ាងអ្នកដឹងទេថាអារម្មណ៍នោះគឺជាតណ្ហាមួយក្នុងចំណោមតណ្ហាទាំង3ដ៏ធំបំផុតរបស់មនុស្សលោកយើងបេះដូងរបស់គាត់លោតញាប់ដោយក្តីរំភើបវាគឺជាភស្តុតាងដែលបញ្ជាក់ថាគាត់នៅមានជីវិតនៅឡើយទោះបីជានៅក្នុងរូបរាងជាដីក៏ដោយក៏នៅមានអារម្មណ៍ខ្លះដែលអាចរំលឹកគាត់ថាគាត់នៅតែជាមនុស្សខណៈពេលដែលគាត់កំពុងរីករាយនឹងអារម្មណ៍នោះនារីម្នាក់នោះក៏ត្រូវខំប្រឹងក្រោកឈរឡើងវិញទាំងលំបាកអ្វីដែលកាន់តែអាក្រក់នោះគឺស្រមោលរបស់សត្វចម្លែកចាប់ផ្ដើមចូលមកជិតនាងកាន់តែខ្លាំងឡើងហើយពួក Dark Sider ឈប់ឆ្លោះគ្នាហើយបែរមកចាប់អារម្មណ៍លើគោលដៅតែមួយដែលនៅរស់រានមានជីវិតការចាប់យកចំណីដែលគ្មានផ្លូវតតាំងគឺជាអាទិភាពទី1សម្រាប់ពួកសត្វចម្លែកដ៏សាហាវទាំងនេះនាងដឹងខ្លួនច្បាស់ថាมันអាចរត់គេចផុតពីពួកវាបានឡើយព្រោះពួកវានៅជិតនាងពេកទៅហើយអ្វីដែលនាងអាចធ្វើបាននៅពេលនេះគឺមានតែការស្រែកឲ្យអស់ពីកម្លាំងកាយចិត្តរបស់នាងតែប៉ុណ្ណោះតួអង្គឯករបស់យើងក៏ភ្ញាក់ពីការយល់សប្តិហើយប្រើអំណាចគ្រប់គ្រងដីរបស់គាត់ដើម្បីជួយសង្គ្រោះនាងភ្លាមដីនៅក្រោមជើងរបស់ពួកសត្វចម្លែកទាំងពីរក៏បានស្រុតចុះមុនពេលដែលពួកវាអាចទៅដល់ខ្លួននាងគាត់មិនចូលចិត្តឲ្យពួកសត្វចម្លែកទាំងនេះមកស្រែកឡូឡានៅលើខ្លួនប្រាណរបស់គាត់ដោយគ្មានការអនុញ្ញាតឡើយគាត់បានបញ្ជាឲ្យដីរឹតបន្តឹងដើម្បីផ្ដល់មេរៀនដល់ពួកវាថាមិនត្រូវប៉ះពាល់មនុស្សធម្មតាជាដាច់ខាតរណ្ដៅដៃនោះបានចាប់ផ្ដើមច្របាច់កំទេចពួកវាតិចៗនិងលេបត្របាក់រាងកាយរបស់ពួកវាឲ្យកាន់តែជ្រៅទៅតែហាក់ដូចជាមានការកណនាខុសខ្លះព្រោះពួក Dark Sider ដែលស៊ាំនឹងការផ្លាស់ប្ដូរគឺមិនអន់នោះទេជឿខ្ញុំចុះការប្រយុទ្ធនេះទើបតែចាប់ផ្ដើមទេព្រោះពួកវាមានកម្លាំងខ្លាំងដែលអាចរើបបំរាស់ចេញពីរណ្ដៅនោះបានមកស្វែងយល់ជាមួយខ្ញុំនៅរឿងដ៏ចម្លែកដែលតួឯកយើងคล้ายជាដីហើយត្រូវខ្មាំងសត្រូវបំបែកម្រាមដៃចោលបែបនេះពួកនេះពិតជាអាចធ្វើបាបគាត់បានមែនពួក Dark Sider ដែលត្រូវដើមឈើងាប់ចូលសន្ធិដ្ឋរួមជាមួយម្នាក់ទៀតដែលប្រែកាយជាដែកសរសៃពួកវាទាំងពីរនាក់នេះពិតជាខ្លាំងមិនធម្មតាមែនបើគាត់ចង់បង្ក្រាបពួកវាឲ្យមានប្រសិទ្ធភាពគាត់ត្រូវតែមានភាពប៉ិនប្រសប់និងប្រុងប្រយ័ត្នខ្ពស់ជាដំបូងគាត់ត្រូវតែស្ត្រីម្នាក់នោះទៅកន្លែងសុវត្ថិភាពដើម្បីធ្វើបែបនោះគាត់បានបង្កើតចណ្ដាយន្តចុះក្រោមដោយប្រើការលើកដីនៅពេលដែលគាត់ដាក់នាងនៅកន្លែងដែលមានសុវត្ថិភាពជាងមុនហើយគាត់ក៏បានប្រើវិធានការការពារបន្ថែមទៀតដោយប្រើដីនៅខាងលើធ្វើជាគម្របការពារស្ត្រីម្នាក់នោះស្រឡាំងកាំងជាខ្លាំង
ដីនៅជុំវិញខ្លួននាងប្រែជាមានចលនារាវដូចជាដីល្បាប់ប៉ុន្តែវាហាក់ដូចជាកំពុងព្យាយាមគ្របដណ្ដប់និងការពារនាងយ៉ាងសកម្មវាជារឿងមិនគួរឲ្យជឿទេដែលថាដីមួយកន្លែងកំពុងជួយនាងប៉ុន្តែនេះជាសម័យកាលដ៏ចម្លែកដែលពួកគេកំពុងរស់នៅតួឯកយើងចាប់ផ្ដើមដឹងខ្លួននៅក្នុងកលៈទេសៈបច្ចុប្បន្នរបស់គាត់ដីមិនចេះនិយាយហើយក៏មិនត្រូវការការតាក់ទាញចំណាប់អារម្មណ៍អ្វីដែរប៉ុន្តែវាមិនមែនមានន័យថាគាត់បាត់បង់ចរិតជាមនុស្សនោះទេជាមួយនឹងរូបរាង Darksider ដែលកំពុងលេចឡើងគាត់បានប្រកាសថាទីនេះនឹងក្លាយជាទឹកដីរបស់គាត់ព្រោះគាត់គឺជាទឹកដីនេះតែម្ដងជាលើកដំបូងចាប់តាំងពីក្លាយជាដីមកឥឡូវចាំមើលទាំងអស់គ្នាត្រង់នេះហើយដែលអ្វីៗចាប់ផ្ដើមកាន់តែក្តៅកគុកពួកបិសាចទាំងពីរហាក់ដូចជាដឹងពីវត្តមានរបស់គាត់ហើយពួកវាព្យាយាមចូលមកវាយដោយកណ្ដាប់ដៃធម្មតាដែលមើលទៅមិនមានប្រសិទ្ធភាពទាល់តែសោះពួក Darksider ដូចជាពីរអ្នកនេះគឺជាពួកបិសាចលំដាប់ទាបបំផុតដែលបានបាត់បង់ប្រាជ្ញាអស់ទៅហើយពួកវាមិនទាំងដឹងផងថាដីនេះមានកម្រាស់ក្រាស់និងធ្ងន់កម្រិតណាមែកឈើដ៏ធំមួយបានឈប់បន្ទាប់ពីធ្វើឲ្យដីមានស្នាមឆ្កូតបន្តិចបន្តួចប៉ុណ្ណោះចំណែកដីសរសៃវិញក៏បានចូលមកក្បែរដែរប៉ុន្តែទោះបីជាវាជាសម្ភារៈដែលរឹងមាំជាងក៏ដោយក៏វានៅតែមិនអាចចាក់ទម្លុះបានឡើយឥឡូវនេះពួកវាប្រៀបដូចជាសត្វទាដែលដេកឲ្យគេកាប់អាវុធចម្បងរបស់ពួកវាបានជាប់គាំងនៅលើដីដើម្បីដោះស្រាយជាមួយពួកល្ងងបែបនេះគ្រាន់តែផ្លាស់ប្ដូរទម្ងន់នៃដីគឺលើសពីគ្រប់គ្រាន់តែហើយដោយប្រមូលផ្ដុំដងស៊ីតេដីមកដាក់ក្នុងដៃរបស់គាត់តួឯកយើងបានបំបែកអាវុធរបស់ពួកវាហើយវាយឲ្យខ្ទាតចេញទៅដោយសារកម្លាំងប៉ះទង្គិចដ៏ខ្លាំងកន្លែងធ្លាក់របស់ពួកវាត្រូវបានកំណត់រួចជាស្រេចហើយពួកវាទាំងពីរនាក់កំពុងត្រឡប់ទៅក្នុងភ្នូរដែលត្រូវបានជីករួចជាស្រេចបន្ទាប់ពីធ្លាក់ចូលទៅក្នុងរណ្ដៅដ៏ជ្រៅតួឯករបស់យើងមិនបានផ្ដល់ឱកាសឲ្យពួកវាចេញមកក្រៅទៀតឡើយខណៈដែលដីបានបិទជិតភ្លាមតែម្ដងពី3វិនាទីក្រោយមកវាហាក់បីដូចជាពួក Darksider និងរណ្ដៅដ៏គួរឲ្យខ្លាចនៅលើដីនោះមិនដែលធ្លាប់មានវត្តមានទាល់តែសោះដោយសារតែគាត់ជាដីគាត់គិតថាការកប់ពួកបិសាចដែលបង្កគ្រោះថ្នាក់នេះគឺជាផ្នែកមួយនៃកាតព្វកិច្ចរបស់គាត់ថ្ងៃនេះគាត់បានធ្វើរឿងដ៏អស្ចារ្យប៉ុន្តែមនុស្សដែលគាត់បានជួយសង្គ្រោះគឺក្មេងស្រីដែលកំពុងវាចេញពីកន្លែងសុវត្ថិភាពនោះនាងគួរតែចាកចេញពីទីនេះឲ្យបានឆាប់បំផុតគ្មាននរណាម្នាក់អាចដឹងពីអត្ថិភាពរបស់គាត់ឡើយវាគឺជាវិធីរស់នៅដ៏សោកសៅនិងឯកោបំផុតគាត់គ្រាន់តែចង់ឃើញអ្វីដែលផ្ដល់ឆន្ទៈឲ្យគាត់រស់នៅម្ដងទៀតប៉ុណ្ណោះគាត់ចង់រំលឹកពីអារម្មណ៍នៃការក្លាយជាមនុស្សក្នុងរយៈពេលដ៏ខ្លីបំផុតប៉ុន្តែការរវារវាយរបស់គាត់ត្រូវបានកាត់ផ្ដាច់ដោយសារស្ត្រីម្នាក់នោះបានហៅគាត់យ៉ាងគួរសមនាងបានវាទៅកន្លែងដែលអ្នកទាំងអស់គ្នាប្រហែលជាកំពុងគិតដូចខ្ញុំដែរតើនាងអាចមើលឃើញគាត់បានទេហើយនាងបានសួរថាតើគាត់ជាអ្នកសង្គ្រោះមែនទេគាត់មិនចង់ជឿទាល់តែសោះគាត់បានសួរថាតើនាងអាចមើលឃើញរូបរាងរបស់គាត់បានដែរឬទេតាំងពិតនាងមើលមិនឃើញទេនាងគ្រាន់តែអាចមានអារម្មណ៍ដឹងពីវត្តមានរបស់គាត់ប៉ុណ្ណោះសម្រាប់នាងនៅពេលដែលគាត់នៅជិតវានឹងមានអារម្មណ៍សុវត្ថិភាពយ៉ាងខ្លាំងនៅក្នុងដីនិងតំបន់ជុំវិញនោះជាលើកដំបូងចាប់តាំងពីក្លាយជាដីមកគាត់មានអារម្មណ៍ថាត្រូវបានគេមើលឃើញនិងឮគាត់ចាប់ដៃនាងយ៉ាងណែនហាក់ដូចជាខ្លាចបាត់បង់នាងទៅវិញតួឯកយើងមិនបានលាក់លៀមអ្វីទាំងអស់គាត់បានសួរនាងចំឲ្យរស់នៅលើខ្លួនប្រាណរបស់គាត់នៅទីនេះនាងមានប្រតិកម្មដូចមនុស្សធម្មតាដែលបានឮសំណោដ៏គួរឲ្យអស់សំណោចបែបនេះគាត់បានណែនាំខ្លួនថាឈ្មោះលីចុងអ៊ីនគាត់ចៃដន្យធ្វើដំណើរឆ្លងកាត់ព្រៃនេះនៅពេលដែលការផ្លាស់ប្ដូរបានកើតឡើងជាលទ្ធផលគាត់ក៏បានក្លាយជាដីតែម្ដងយោងតាមអ្វីដែលគាត់បានដឹងរហូតមកដល់ពេលនេះពិភពលោកលែងមានកន្លែងសុវត្ថិភាពទៀតហើយចាប់តាំងពីមានសូរ្យគ្រាសមកពួក Darksider បានចូលកាន់កាប់និងវាយប្រហារមនុស្សគ្រប់ទីកន្លែងប៉ុន្តែលីចុងអ៊ីននៅតែមានប្រាជ្ញាជាមនុស្សគាត់ក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារស្ត្រីម្នាក់នេះផងដែរនាងនឹងងាយរងគ្រោះបើដើររហេតុរហូតម្នាក់ឯងនាងត្រូវការនរណាម្នាក់ដើម្បីធានាសុវត្ថិភាពចាប់ពីពេលនេះតទៅទោះបីជាគាត់និយាយរឿងដែលមានហេតុផលច្រើនក៏ដោយប៉ុន្តែទាំងនោះគ្រាន់តែជាលេសប៉ុណ្ណោះមានហេតុផលសំខាន់តែមួយគត់ដែលគាត់មិនចង់ឲ្យនាងទៅនោះគឺព្រោះនាងបានបង្ហាញហេតុផលថ្មីឲ្យលីចុងអ៊ីនបន្តរស់នៅគាត់ចង់ឲ្យនាងមានហេតុផលដើម្បីនៅទីនេះដែរគាត់បានអង្វរឲ្យនាងនៅក្បែរគាត់និយាយលឿនពេករហូតដល់នាងពិបាកយល់ពីអ្វីដែលគាត់ទើបតែបាននិយាយជឿខ្ញុំចុះរឿងនេះកំពុងល្អមើលហើយចាំមើលថានាងសម្រេចចិត្តយ៉ាងណាហើយគាត់សន្យាថានឹងការពារនាងរហូតទៅមកមើលជាមួយខ្ញុំបងប្អូនយើងនឹងឃើញការចាប់ដៃគ្នាដ៏ចម្លែកបំផុតរវាងអ្នកខ្លាំងនិងស្រីស្អាតម្នាក់នេះរាល់ពាក្យពេចន៍របស់ជុងយីនគឺពិតណាស់ម្យ៉ាងទៀតនាងពិតជាត្រូវការកន្លែងមានសុវត្ថិភាពដើម្បីលាក់ខ្លួនពីពួកបិសាច Darksider ដ៏សាហាវគាត់ចាត់ទុកវាថាជាការយល់ព្រមតាមសំណើដល់ពេលដែលយើងត្រូវទៅរកកន្លែងជ្រកកោនដ៏មានសុវត្ថិភាពសម្រាប់នាងហើយប៉ុន្តែមុននឹងទៅនាងស្រាប់តែចាប់អារម្មណ៍ឃើញអ្វីម្យ៉ាងដែលគួរឲ្យបារម្ភនាងមានអារម្មណ៍មិនស្រួលត្រង់ដៃខាងស្ដាំរបស់គាត់នាងសួរថាមានរឿងអ្វីកើតឡើងមែនទេសូម្បីតែលីឆាំងយីនក៏មិនទាន់ដឹងខ្លួនដែរ
ប៉ុន្តែដៃស្ដាំរបស់គាត់ចាប់ផ្ដើមមានបញ្ហាហើយដៃស្ដាំរបស់គាត់ចាប់ផ្ដើមរួមតូចនិងស្វិតក្រៀមទៅវាដូចជាមានអ្វីមួយយ៉ាងកំពុងបឺតជញ្ជក់ថាមពលចេញពីរាងកាយរបស់គាត់មិនឈប់គាត់ចាប់ផ្ដើមពិនិត្យមើលរាងកាយទាំងមូលហើយក៏ស្រាប់តែប្រទះឃើញរុក្ខជាតិដ៏ចម្លែកមួយយ៉ាងកំពុងដុះរឹសនៅក្រោមស្បែករបស់គាត់រឹសរបស់វាកំពុងរីករាលដាលយ៉ាងលឿនរុក្ខជាតិពណ៌ស្វាយដ៏គួរឲ្យខ្លាចនេះប្រហែលជាពួក Dark Sider ប្រភេទថ្មីដែលគាត់មិនដែលជួបពួកគេទាំងពីរព្យាយាមដើរទៅរកប្រភពនៃរុក្ខជាតិអាថ៌កំបាំងនោះប៉ុន្តែថាមពលរបស់លីឈុងយីនចាប់ផ្ដើមអស់ពីខ្លួនទៅហើយគាត់ហាក់ដូចជាអស់កម្លាំងខ្លាំងណាស់លូលួបារម្ភយ៉ាងខ្លាំងហើយបានសួរគាត់ថាតើបងមិនអីទេមែនទេជាធម្មតាទេគាត់នៅតែធ្វើជាខ្លាំងទោះបីជាខ្លួនប្រាណស្ទើរតែគ្មានកម្លាំងក៏ដោយច្បាស់ជាមានអ្នកណាម្នាក់កំពុងលួចបឺតថាមពលគាត់ហើយគាត់ជឿជាក់ថាពួកគេកំពុងដើរទៅរកផ្លូវត្រូវហើយភ្លាមនោះនាងក៏ឈប់មួយស្របក់ហាក់ដូចជានឹកឃើញអ្វីមួយយ៉ាងគំនិតមួយបានផុសឡើងក្នុងក្បាលនាងប៉ុន្តែនាងមិនច្បាស់ថាវាបានផលឬអត់ទេដោយមិននិយាយអ្វីច្រើនលូលួក៏ធ្វើរឿងមួយប្រយ័ត្នបងប្អូនវគ្គនេះមិនមែនដូចអ្វីដែលអ្នកកំពុងគិតនោះទេមើលឲ្យច្បាស់ណាស់វាអស្ចារ្យរហូតដល់គាត់ស្ទើរតែមិនជឿថាជាការពិតការដែលមានម្រាមដៃស្រីស្អាតនៅក្នុងមាត់បែបនេះគឺពិតជាមានក្តីសុខណាស់ប៉ុន្តែវាមិនមែនមានត្រឹមតែភាពផ្អែមល្ហែមនោះទេត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះថាមពលដែលបាត់បង់ទៅក៏ចាប់ផ្ដើមវិលត្រឡប់មកវិញទឹកមុខរបស់គាត់ក៏ចាប់ផ្ដើមមានឈាមជ័រឡើងវិញតាមពិតទៅវេទមន្តនេះមិនមែនចេញពីម្រាមដៃរបស់លូលួផ្ទាល់នោះទេវាគឺជាជីបំប៉នដែលនាងបានបញ្ចុកគាត់ទៅវិញទេវាជាការសាកល្បងទាំងប្រថុយប្រថានប៉ុន្តែមិននឹកស្មានថាវាបានផលសោះដោយសារតែគាត់ចិត្តដាច់ខ្យល់ដោយសារអស់ថាមពលទៅហើយទើបនាងគ្មានពេលពន្យល់ច្រើនក៏សម្រេចចិត្តធ្វើបែបនេះតែម្ដងតាមពិតនាងគឺជានិស្សិតកសិកម្មនាងបានប្រមូលសម្ភារៈខ្លះៗដែលនៅជិតដៃមុនពេលរត់គេចខ្លួនមកទីនេះនាងមិននឹកស្មានថាវាមានប្រយោជន៍លឿនបែបនេះសោះតាមពិតទៅនាងបានជ្រុះសម្ភារៈស្ទើរតែទាំងអស់នៅតាមផ្លូវទៅហើយប៉ុន្តែនាងបានរើសវាមកវិញឥឡូវនេះលូលួកំពុងលាបាវជីកាបាមីតដ៏ធំមួយដែលធ្វើឲ្យលីឈីងយីមឆ្ងល់យ៉ាងខ្លាំងគាត់បានអរគុណនាងយ៉ាងស្មោះដែលបានជួយសង្គ្រោះគាត់ពីសេចក្តីស្លាប់នាងពិតជាផ្កាយសំណាងដែលព្រះប្រទានមកឲ្យគាត់មែនទោះជាយ៉ាងណាក៏ដោយប្រសិទ្ធភាពនៃជីនោះមានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះដៃរបស់គាត់ចាប់ផ្ដើមស្វិតក្រៀមម្ដងទៀតដូចជាដៃមនុស្សចាស់អញ្ចឹងបញ្ហានេះនៅមិនទាន់ចប់ទេយើងត្រូវតែប្រញាប់ឡើងពួកគេត្រូវតែរកប្រភពវាឲ្យឃើញមុនពេលហួសពេលមើលតាមអាការៈញ័រជើងរបស់លីឃីងយីនទៅពួកគេមិនសូវមានពេលច្រើនទេបន្ទាប់ពីចំណាយពេលមួយសន្ទុះទីបំផុតពួកគេក៏បានទៅដល់កន្លែងដែលរុក្ខជាតិអាថ៌កំបាំងនោះដុះនៅពួកគេសម្រេចចិត្តលបមើលពីក្រោយគុម្ពោតព្រៃសិនដើម្បីសុវត្ថិភាពរុក្ខជាតិពណ៌ស្វាយតូចមួយនេះមានប្រវែងត្រឹមតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះប៉ុន្តែវាអាចបឺតជញ្ជក់ថាមពលរបស់លីឈីងយីនបានយ៉ាងលឿនបំផុតសូម្បីតែលូលួក៏មិនដែលឃើញរុក្ខជាតិបែបនេះដែរការបញ្យល់ដ៏គួរឲ្យខ្លាចបំផុតនោះគឺរុក្ខជាតិក៏អាចប្រែក្រឡាទៅជាពួកបិសាច Dark Sider បានដែរជឿខ្ញុំទៅបងប្អូនរឿងនេះវាកាន់តែរន្ធត់ទៅហើយមើលឲ្យច្បាស់ថាមានអ្វីកើតឡើងបន្តលីឈីងយីនមានអំណាចគ្រប់គ្រងដែនដីទាំងមូលចុះហេតុអីបានជាដើមឈើដែលទូចជាងដៃនេះអាចបឺតថាមពលគាត់អស់ពីខ្លួនបែបនេះប្រហែលជាដល់ពេលដែលត្រូវដឹងពីអាថ៌កំបាំងរបស់វាហើយលីឈីងយីនបានប្រើអំណាចបញ្ជាដីនៅជុំវិញរុក្ខជាតិនោះភ្លាមគាត់បានបង្វិលដីនៅត្រង់ឫសរបស់វារុក្ខជាតិពណ៌ស្វាយនោះស្រាប់តែបញ្ចេញសម្លេងចម្លែកនៅពេលដែលវាដឹងថាដីមានចលនាដោយដឹងខ្លួនថាមានគ្រោះថ្នាក់រុក្ខជាតិពណ៌ស្វាយនោះក៏បានដកឫសរបស់វាចេញពីក្នុងដីមកខាងលើភ្លាមតែម្ដងវាបានបង្ហាញឲ្យឃើញនៅដុំមូលដ៏គួរឲ្យខ្ពើមជាច្រើនដែលដុះនៅតាមឫសដ៏ស្មុគស្មាញរបស់វាដុំនីមួយមើលទៅពិតជាគួរឲ្យរន្ធត់ណាស់ជាពិសេសនៅចំកណ្ដាលតែម្ដងគាត់គិតថាវាប្រហែលជាដុំសាច់មហារីកដ៏ធំដែលដុះតាមឫសឈើអស់ទាំងនោះហើយលើសពីនេះទៅទៀតឫសរបស់វាគឺរឹងមាំខ្លាំងណាស់សូម្បីតែអំណាចនៃដែនដីក៏មិនអាចកំទេចពួកវាបានដែរលូលួបានប្រាប់ថារបស់ទាំងនោះគឺជា Rhizobium ដែលដុះជាប់នឹងឫសនៃរុក្ខជាតិអំបូរដែលធ្លាប់រៀនវាជួយឲ្យរុក្ខជាតិបឺតយកអាសូតពីបរិយាកាសពួកវាទាំងពីររស់នៅដោយពឹងផ្អែកគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធបំផុតមានន័យថាទោះបីជាវាឈប់បឺតថាមពលពីគាត់ក៏ដោយក៏វានៅតែអាចរស់បានដោយខ្លួនឯងយ៉ាងស្រួលដែរអំណាចនៃដែនដីគឺគ្មានប្រយោជន៍ទាល់តែសោះនៅចំពោះមុខឫសដ៏រឹងមាំនេះគាត់មិនដឹងថាត្រូវប្រើវិធីអ្វីបន្តទៀតទេឥឡូវនេះរុក្ខជាតិនោះដឹងខ្លួនហើយអ្វីដែលពួកគេអាចធ្វើបានគឺមានតែគេចចេញពីការវាយប្រហាររបស់ឫសដ៏សាហាវទាំងនោះប៉ុណ្ណោះនៅពេលដែលឫសរបស់វាដុះចេញមកកាន់តែច្រើនសាកសពមួយចំនួនក៏ស្រាប់តែលេចចេញមកតាមនោះដែរវាគឺជាសាកសពពួកបិសាចដែលគាត់បានកប់មុននេះឯងតោះមកតាមដានជាមួយខ្ញុំបន្តទៀតថាតើពួកគេអាចរួចខ្លួនដែរឬទេមកអ្នកទាំងអស់គ្នាចាំមើលរឿងដ៏ប្លែកនេះមើលទៅពួកគេហាក់คล้ายជាចំណីរបស់រុក្ខជាតិអាថ៌កំបាំងប៉ុន្តែលីឈីងយីដឹងច្បាស់ជាងនេះយោងតាមសម្ដីលីឆេងអ៊ីមានក្លិនអាយ៉ាមយ៉ាងភាយចេញពីពួកបិសាច Dark Sider ដែលមនុស្សធម្មតាមើលមិនឃើញឡើយអាយ៉ានោះកំពុងតែហូរចេញពីសាកសពទាំងនោះហើយធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅរកដើមឈើដោយផ្ទាល់បន្ទាប់ពីវាបានបឺតជញ្ជក់យកថាមពលអាថ៌កំបាំងនោះរួចមករូបរាងពិតរបស់ពួកបិសាច Dark Sider ក៏បានរីកដុះដាលចេញពីកន្លែងដែលធ្លាប់ជាលំអងផ្កា
រួមជាមួយនឹងមើមតធំគួរឲ្យខ្ពើមរអើមរបស់វាក៏បានคล้ายទៅជាសត្វចម្លែកដ៏សាហាវមួយគឺជាពួកបិសាច Darksider ពេញលក្ខណៈតែម្ដងវាបានបញ្ចេញសំឡេងតូតម្ដងទៀតមុនពេលដែលវារៀបចំបញ្ចេញឫសរបស់វាដើម្បីវាប្រហារចុងឫសនោះគឺមុតស្រួចខ្លាំងណាស់ហើយវាកំពុងតែធ្វើដំណើរក្នុងល្បឿនយ៉ាងលឿនបំផុតគោលដៅរបស់វាគឺបេះដូងរបស់លូប៉ុន្តែបុរសដែលមាំមួនរបស់យើងមិនព្រមឲ្យរឿងនេះកើតឡើងឡើយគេបានលោតទៅពីមុខនាងដើម្បីយកខ្លួនទៅបាំងការពារឫសនោះបានចាក់ទម្លុះរាងកាយថ្មរបស់គេធ្វើឲ្យទ្រូងរបស់គេប្រេះបាយជាបំណែកតូចមើលទៅវាហាក់ដូចជាធ្ងន់ធ្ងរប៉ុន្តែយ៉ាងហោចណាស់ក្មេងស្រីនោះក៏មានសុវត្ថិភាពដែរកម្លាំងទម្លុះទម្លាយដ៏ខ្លាំងក្លានោះគឺខ្លាំងជាងពួកបិសាច Darksider មនុស្ស2នាក់ដែលគេបានកប់មុននេះទៅទៀតលូអូបានឃើញអាវុធធម្មជាតិដ៏សាហាវនេះចាក់ទម្លុះខ្លួនប្រាណរបស់គេហើយមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់រុក្ខជាតិនេះមានបំណងនឹងវាយសំពងបន្ថែមទៀតប្រយ័ត្នទាំងអស់គ្នានេះជាកន្លែងដែលរឿងកាន់តែរំភើបគេស្រែកប្រាប់ឲ្យនាងរត់ចេញខណៈមានឱកាសនៅពេលដុំមើមធ្លាក់ចុះមកពីលើមេឃរាងកាយរបស់លីជីងយិនក៏បានបែកខ្ទេចខ្ទីនៅក្រោមឥទ្ធិពលនៃកម្លាំងសង្កត់នោះម្ដងទៀតមើលទៅវាដូចជាធ្ងន់ធ្ងរប៉ុន្តែរបួសខាងក្រៅបែបនេះมันអាចសម្លាប់គេបានឡើយប៉ុន្តែដោយសារតែកម្លាំងខុសគ្នាខ្លាំងពេកគេប្រហែលជាមិនអាចទប់ទល់បានយូរទេរឿងតែមួយគត់ដែលគេអាចធ្វើបាននៅពេលនេះគឺព្យាយាមទប់ទល់ដើម្បីទិញពេលវេលាឲ្យនាងរត់គេចខ្លួនគេបានស្រែកដាក់នាងជាលើកទី2ដោយបញ្ជាក់ថានេះគឺជាបញ្ហាផ្ទាល់ខ្លួនរបស់គេតែម្នាក់ឯងប៉ុណ្ណោះបើគេទាញលូលួឲ្យមកពាក់ព័ន្ធរឿងឈួតនេះតើគេអាចនិយាយពីការការពារនាងដោយរបៀបណានាងបានដឹងពីចិត្តដ៏ស្មោះត្រង់របស់គេយ៉ាងច្បាស់ប៉ុន្តែនាងនៅតែឈរស្ងៀមនៅទីនោះដដែលគេបានស្រែកជាលើកចុងក្រោយប្រាប់នាងថាកុំមើលស្រាលការវាយប្រហាររបស់ពួកបិសាច Darksider ឲ្យសោះប៉ុន្តែសម្រេចរបស់គេហាក់ដូចជាគ្មានន័យសម្រាប់នាងឡើយឬបិសាចចំនួន4កំពុងតែតម្រង់មករកក្មេងស្រីដែលឈរស្ងៀមម្នាក់នេះនាងក៏បានតបតវិញដោយដកដបទឹកពណ៌បៃតងចេញពីកាបូបកសិកម្មរបស់នាងហើយស្រោចវាទៅលើឫសរុក្ខជាតិនោះសត្វចម្លែករុក្ខជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានដឹងពីភាពឈឺចាប់ដែលកំពុងរាលដាលចេញពីឫសដែលរងការស្រោចទឹកនោះវាបានស្រែកឡើងយ៉ាងខ្លាំងខណៈដែលឫសដែលបំរុងនឹងសម្លាប់ជឿខ្ញុំទៅលូមិនមែនសាមញ្ញឡើយទោះនាងមិនដឹងពីពួក Darksider ច្រើនប៉ុន្តែនាងស្គាល់ច្បាស់ពីរុក្ខជាតិមួយនេះហាក់ដូចជាមានសមត្ថភាពបឺតជញ្ជក់យ៉ាងខ្លាំងក្លាបំផុតនោះហើយជាមូលហេតុដែលនាងសម្រេចចិត្តបញ្ចេញថ្នាំសម្លាប់ស្មៅកម្រិតឧស្សាហកម្មឲ្យវាបឺតជញ្ជក់លេងម្ដងមើលនេះគឺជាទឹកថ្នាំសុទ្ធដែលមិនទាន់បានលីឡំជាមួយអ្វីទាំងអស់ដូច្នេះវាមានប្រសិទ្ធភាពខ្លាំងបំផុតនៅក្រោមពន្លឺនៃសូរ្យាដ៏អស់កលនេះឬរបស់រុក្ខជាតិចាប់ផ្ដើមក្រៀមស្វិតយ៉ាងលឿនរហូតដល់អ្វីគ្រប់យ៉ាងប្រែជាផេះផង់បាត់អស់ថ្នាំសម្លាប់ស្មៅដែលវាបានបឺតចូលតាមឫសបានជ្រាបចូលទៅក្នុងប្រព័ន្ធរាងកាយរបស់វាទាំងមូលធ្វើឲ្យអាវុធដ៏ខ្លាំងក្លារបស់វាត្រូវរលាយបាត់អស់អ្វីដែលនៅសេសសល់នៅពេលនេះគឺត្រឹមតែដើមផ្កាមួយទងដែលកំពុងតែងាប់នៅលើដីតែប៉ុណ្ណោះកាប់មួយសន្ទុះមុននេះវានៅបញ្ចេញសំឡេងតូចគួរឲ្យខ្លាចនៅឡើយទេប៉ុន្តែឥឡូវនេះវាបែរជាមកញ័រខ្លួនគួរឲ្យអាណិតទៅវិញការបញ្យល់តែមួយគត់គឺថាវាប្រហែលជាបាត់បង់ស្មារតីក្នុងការប្រយុទ្ធបន្ទាប់ពីរងការវាយបកយ៉ាងធ្ងន់ធ្ងរលូក៏បានធូរចិត្តខ្លះដែរនៅពេលដែលតូតបានចុះចាញ់ត្រូវហើយនាងបានដាក់ឈ្មោះឲ្យផ្កានោះរួចទៅហើយតូតបានងើបក្បាលឡើងហើយថ្នមហុចផ្លែរបស់វាឲ្យដើម្បីជាសញ្ញានៃការសុំចងមិត្តប៉ុន្តែលីឆេងយីនៅតែមានការប្រុងប្រយ័ត្នខ្ពស់ដដែលរបស់ដែលនៅចំពោះមុខពួកគេនេះនៅតែជាពួកបិសាច Darksider ដដែលតើមានអ្នកណាដឹងថាពួកវាមានគំនិតអាក្រក់អ្វីខ្លះទៅក្មេងស្រីរូបនេះក៏មិនប្រកាសចិត្ត 100% ដែរថាវាមានសុវត្ថិភាពនាងប្រហែលជាមិនស្គាល់ពួកបិសាច Darksider ប៉ុន្តែនាងចូលចិត្តនៅជាមួយរុក្ខជាតិណាស់បើប្រៀបធៀបជាមួយមនុស្សដែលប្រែកលាគំនិតរបស់តូតគឺងាយស្រួលយល់ជាងឆ្ងាយណាស់ស្នាមញញឹមដ៏ស្លូតត្រង់នៅលើមុខផ្កានោះបានបង្ហាញយ៉ាងច្បាស់ថាវាមិនមានបំណងអាក្រក់អ្វីឡើយដើម្បីបង្ហាញពីការចុះចាញ់ឲ្យកាន់តែច្បាស់តូតបានសម្រេចចិត្តបន្ទាបខ្លួនចុះដល់ដីដើម្បីសំទោសចំពោះអ្វីដែលវាបានធ្វើពីមុនមកមើលទៅលូហាក់ដូចជាគ្រប់គ្រងស្ថានភាពបានយ៉ាងល្អបន្ទាប់ពីទទួលបានការគំរាមកំហែងដល់ជីវិតបែបនេះមារយាទរបស់តូតចាប់ផ្ដើមដូចមនុស្សកាន់តែខ្លាំងឡើងនៅពេលពិនិត្យមើលវត្ថុដែលវាឲ្យមកនោះលូបានសន្និដ្ឋានថាវាមិនមែនជាផ្លែឈើឡើយប៉ុន្តែវាគឺជាមើមនេះអាចមានន័យថាតូតបានប្រែកាយចេញពីមើមដំឡូងបារាំងសោះខណៈពេលដែលលីគីងយីនកំពុងតែព្យាបាលរបួសនាងកំពុងតែរវល់បកសម្បកមើមទាំងនោះដើម្បីរកមើលមើមណាដែលមិនទាន់ត្រូវថ្នាំសម្លាប់ស្មៅបន្ទាប់ពីឃើញបំណែកដ៏ល្អមួយនាងក៏សម្រេចចិត្តកាត់វាបន្តិចចេញមកបន្ទាប់មកនាងក៏បានយកបំណែកតូចនោះដាក់ចូលក្នុងមាត់ដើម្បីសាកល្បងរសជាតិដែលធ្វើឲ្យលីគីងយីនអ្នកនឹងខ្ញុំច្បាស់ជាភ័យចំនួនគេហើយខណៈនាងកំពុងទំពាគេប្រញាប់រត់ទៅក្បែរដើម្បីឲ្យប្រកាសថាវាមិនមែនជាតោះមកមើលជាមួយខ្ញុំថាតើតួឯកយើងតស៊ូក្នុងលោកដ៏ឆ្កួតនេះដល់កម្រិតណាវាអាចញ៉ាំបានតែត្រូវចំអិនសិនទោះបីជាលូយល់ព្រម
ก็กวาดเนื้อแต่บารมปีเรื่องจิตปุลได้เนื้อใส่ซอลกลาได้บานเนียงจับดามปุลกวาดหนึ่งบังคอมเอาเนียงเล็บได้ดำใบบันซาบจิตปุลเจงหมกราวเพลียมกวาดไพ่ครั้งนะส่งใบแต่เนียงมันตอนบานเล็บพองกวาดกับบานประเมียนตูดมวยเตียดได้โรคกระเจี๊ยดนี้มันอาจเบิดจิงจุจีวจีดปีได้เดาจัดไอบานตีบ่าวขมิ้นการอนุญาตปีลี่เขยินเมื่อตูดจะสดับบังกวาดจิงมุนนี่อาจจะตกทาจีกาบสั่งได้จุกใจมวยกวาดเมียนสำนวนมวยเตียดสำหรับอาลัดนี้ตาวิเบิดยกเอาไว้คลาปีศาจซอบระบบปีศาจเงินแต่งโนวิเจียสารเทียดปอกเมาได้ยื่นหนึ่งหาวิธาเทียดงงเงิดสำนักละอได้ตูดก็มีสมรรถภาพได้เวียบ้านบังการกรอบเทียดงงเงิดโต้มวยเจนปิกจอลากาลีชิงยินก็ลุกได้เตอร์ปีนัดเมื่อเวียเพลียมถ้ามาปลปีกรอบโต้นุบ้านเราเลี้ยหายเหาะโจลขนมคลวนกอดดูจีเพลกบนตูนจังรมเป็ดนุกอดก็จับดามลือสำเร็จจำไลในยิงในจุ่มเป็นคลวนได้ลือมกปีขังเลอพวกเวียจะแจกเนียปีเรื่องปนลือทั้งไงได้บานพลักโดหอยทางแจ้งนิยัยปีเนี่ยได้หมกลุกลุยติดผงตู้ใบเจียตูดนิยัยดอกได้ปนใต้ลีคิงยินจับดามโยลปีระเบียบนิยัยระบอบวิหายตูดกำปงซัวกวาดทาตาทิศงงเงิดนุช่างได้หรือเตไอเลวกวาดไอซ์ดับรกเจียดดังเรื่องเอาหายนี่เพราะหายเจียอัตโปลในทิศงงเงิดเมนเตหอยปากกานุก็บ้านปนโยลปรับกวาดเพลียมทิศงงเงิดนี้พลักโดปุใบสายหายถืออ่อยปุเวียคลั่งเจียงมุนนิยัยดอลเรื่องคลั่งนี่เมื่ออ่อยฉบับตรังนี้หายได้ทำมาปลทำไมระบบกวาดนั่งบังฮันจังเมาเมียนพญิวมันกูอ่อยสมาคมหมดดอลหายใบซากงงเงิดมันเนี้ยได้เมียนคลวนปราณดูจิเชื่อแต่งสรงบานเล็กหมกลางอย่างสหายลิเชงเย็นดังมนตั้งปีวิจิตหมกดอลมาเลยกอดมันแต่งฟอลหนึ่งเงี้ยคราวมือพองใบซากกำสอดนุมันต้อนบ้านบังจังรัดพองก็เต้าลงเป็นได้จะตุ่มลุกคลวนสลับบัดลัวพลีคลังนะโปรเนียงมันบานดังคลวนซอกอดปรับเนียงทามันไอเต้ปลุกรกระเจี๊ยดบานปรับกอดมุนหายบรรทัดปีโสรบเทียนงงเงิดหมกการกรุกรองได้ระบกอดบานการล้างดอลกำรัดกำปูลกอดเมียนสำเดยแต่ใบมัดปนเนาะสำหรับอาบิซาได้ลวดวีประหารนี่คือเตออ่อยศกจ่อโดยพระการเป็นเจียดได้ในกราวจึงลีชิงเย็นบานเล็บระบาเชิญโนมันเอาซอส้มไปแต่บันติจับปีเปนิเตอร์ใบซากงงเงิดมันเนี่ยเตียดบานคล้ายจีสำหรับได้ระบบกอดระโหดหายเนื้อเป้ได้กอดรัดบันตังการกรุบกรองปีกรอมได้แซงขมายดอกกูอ่อยคลายก็จับดามพี่ลางเลืออากาศนี่บันเจตาเทียดงงเงิดเมียนนึกนงคลุนใบซากกรุบรูปตัวเวียสลับก็เทียดนี่มันตอนรลีบัดเพลียมได้เมียนในทาก้าบรรทอสรบยกเทียดงงเงิดนี่นังเพื่ออ่อยกวาดกันแต่คลางลางจีมันคานตามวิธีนี้กวาดหนึ่งลัวหนึ่งเมียนสังคมรัวกันแต่กระปัวตีบอมพอดเนียงอาจดอกดองหางถูเป็นบานหายเนียงกรอนตายบารมปีสวัสดิ์พีระบอกกอดปนโนเปลี่ยนเขินกอดเพียงเนียงสมานตายตูดเฟือบาบกอดขยมดังทานเนี่ยกำปงเกิดไอปกาหนียีบานเขาจะรักจำไล่เตียดเมียนี้ต่อมือบรรทอตีดธรรมดามนุษย์เตอคลายปูใบสักงงเงิดแต่เนียงใบเชียมันคลายตัววิ่งปกานุก็ชงอลอย่างคลังได้เนียงก็บานปัญโยธาเมาปีเนียงทมดังกระไดลังจิมวยกาเลงได้นังกาทเฟือสายจำกาทูดกับบานสนากำเนิดใจกลมแรงเทียดงงเงิดจิมวยลีจิงยิงดำใบรูดเนื้อจิมวยគ្នាปกาโต้นี่เมียนคูกบาฉลาดมันจังมนุษย์ประมาณทีเพราะให้มาปีเวียสรบยกจีวเจียดปีปุใบสายเจริญไปเฉยปันแต่ตูดมันโจจัดเอาเนี่ยนะหมอกป้าป้อลครูนปราณระบบเวียนเลยชิงยินก็โยลโปรมตัวกวัดก็อาจกรบกรองจีวเจียดของได้บานกันแต่ประเสริฐจึงมนได้ปันแต่มนหนึ่งเชียนดอยจึงเฮียนบรรทบกวัดเราดังเรื่องสำคัญมวยจิมนสันกวัดซัวทูทาแต่กรอบเทียนงงเงิดโตนุบานมกปีนาเวียชลอยเพลียมทาบานมกปีปนลือในกราวปนลือในโซริยะได้จังมกจีนิกนุคือมีนปนลืองงเงิดในกรุ๊ปตีกันหลายแต่อเนี่ยแต่งปีก็จับดำดังทาสู้ระเกรียนี่เฮาเจียประพบในเทียนงงเงิดดอกอาดกำบังมวยนี่กวาดก็ประหยัดปรับเอาลูตัวปูนในขนมมันลบเชื้อเอาชงายปีปนลือหนุเพลียมสำนักเฮาได้กันลองโมกเนียงแต่งแต่รถปูนในขนมมันลบจีนิกเบาจีเรื่องปิดเมนูกาพลาปโดระบบมนุษย์เจียดมันเมนก้าวลางแต่มาดองเตใต้เวียกำปงก้าวลางเจียบรรตัวประโหดมาดอลปีนี่เฮ้ยนี่เจียไว้ได้ยังบันดังโซริเกรียดอกอาดกำบังนุเฮ้ยเจียเศร้ากรอบจุดในทั้งไงอวสานที่ผุโลกต่อหมอกตามดานจิมวยขยมบรรทอเตียดเนื้อเรื่องราวโบราณได้คลายเจียได้หายไปนี้ลูกำปงแต่ซ้อมตัวหนึ่งก้าวในเลือคล้วนระบอบลีเชิงเย็นเนื้อบานดาวรุกกรุบเจาะละเหาะในเลือไตใดนึกดำบอลได้นึกจุ่มวิ่งหนูแต่อ๋อไงนี้เนียงปะจีรมเพิ่มครั้งนะได้บานนอมกว่าตะกันกันไหลมุ้ยได้มีสละสนามในการดำดอกปีมุนหมกปนไตลีชงเย็นหักโดเจียมันเสือสัวคล้วนประมาณเตกวัดเนื้อไตมันตอนซ้อมหนึ่งการุเนื้อขนมเนียมเจียบไตได้แบบนี้ในลายเตจำได้ไออับกาตูดวิ่งก็ดาวตามปุตีกรุบจุ่มเฮียนได้วิทย์ลบคืนแต่ได้หูจรบัดบองออกแต่วิมันได้คืนเมียนได้นาอาจดาวพลัดตีบานรอทั้งไงแบบนี้เลยไม่ยังเตี้ยก็จับดาวเมียนอารมณ์ทนท็อปได้อับกานี้จัดตุกกวัดเฟอร์จิลานจีแบบนี้ตัวใบจีกวัดบานคลายเจ็ดได้เมียนตุ่มห่มบองกัวก็ได้ก็กวัดไอดาวบานแต่ขนมรุงวงกำหนดมวยปนเนาะบ่ดาวหูปีนังกวัดหนังเตอรีแรงดาวรบบังดอกอาดกำบังมวยเพราะสันบ่กวัดจองจากจริงปีดำบอลกำหนดนี่
គាត់ត្រូវតែប្រឹងរុញច្រានដីរបស់គាត់ឲ្យរីករាលដាលទៅមុខបន្តិចម្ដងដោយខ្លួនឯងហើយរាល់កន្លែងដែលគាត់ឆ្លងកាត់នឹងក្លាយជាផ្នែកមួយនៃរាងកាយគាត់ចំណែកលូលូវិញទទួលភារកិច្ចពិនិត្យមើលស្ថានភាពដីជុំវិញកន្លែងដែលពួកគេរើសថ្ងៃនេះមានគុណភាពដីល្អភូមិសាស្ត្រមានសុវត្ថិភាពនិងមានប្រភពទឹកដែលងាយស្រួលប្រើប្រាស់ទៀតផងនាងមានបំណងចង់ប្រែក្លាយតំបន់នេះឲ្យទៅជាជំរកដ៏សុវត្ថិភាពសម្រាប់ក្រុមរបស់ពួកគេលីចុងយ៉ែនលួចញញឹមព្រោះនារីម្នាក់នេះពិតជាពូកែយល់ដឹងច្រើនមែនគ្មានហេតុផលអ្វីដែលត្រូវសង្ស័យលើការសម្រេចចិត្តរបស់នាងឡើយដូច្នេះគាត់ក៏យល់ព្រមរំពេចនោះគាត់ស្រាប់តែមានអារម្មណ៍ថាមានអ្វីចម្លែកពន្លឺពណ៌ផ្កាឈូកតូចមួយបានមកទុំជាប់នឹងខ្លួនលូលូមើលចុះអ្នកទាំងអស់គ្នាវាពិតជាតូចខ្លាំងណាស់ស្ទើរតែមើលមិនឃើញវាគឺជាកំតិចនៃធាតុងងឹតគាត់ក៏បានចាប់យកវាចេញពីអាវរបស់នាងហើយប្រាប់នាងថាកន្លែងនេះមិនមានពន្លឺថ្ងៃគ្រប់គ្រាន់ដើម្បីការពារទេលូលូត្រូវតែប្រុងប្រយ័ត្នកុំដើរចេញទៅណាឆ្ងាយពីគាត់ពេកនេះគឺជាលក្ខខណ្ឌសំខាន់នៃកិច្ចព្រមព្រៀងរបស់ពួកគេលីឈុងយៀនមិនចង់ឃើញនាងប្រែខ្លួនទៅជាបិសាចដូចជារូបគាត់ដោយសារតែធាតុងងឹតនោះឡើយនាងស្រាប់តែមានអារម្មណ៍អៀនខ្មាស់បន្ទាប់ពីបានឮបែបនេះលូលូមិនចូលចិត្តឲ្យគាត់ហៅខ្លួនឯងថាជាបិសាចនោះទេចំពោះនាងគាត់នៅតែជាមនុស្សម្នាក់ជានិច្ចចំណែកអាផ្កាធូតវិញបានត្រឹមតែលួចមើលការសន្ទនាដ៏ចម្លែកនេះដោយមិនយល់ពីអត្ថន័យដែលអ្នកទាំងពីរនិយាយគ្នានោះទេកុំរំពឹងថាពូជរុក្ខជាតិបែបនេះអាចយល់ពីអារម្មណ៍របស់មនុស្សឲ្យសោះរួចហើយលូលូក៏បដូរប្រធានបទយ៉ាងលឿនហើយយកគ្រាប់ពូជដែលនាងគិតថាគួរតែដាំមុនគេចេញមកនៅក្នុងចំណោមស្បៀងរបស់នាងគ្រាប់ពូជទាំងនេះគឺជាប្រភេទដំណាំដែលឆាប់បានផលបំផុតការរៀបចំប្រភពអាហារគឺជារឿងសំខាន់បំផុតដើម្បីរស់រានមានជីវិតនៅថ្ងៃក្រោយការដាំគ្រាប់ពូជទាំងនេះទុកឲ្យលីឈុងយ៉ែនជាអ្នកចាត់ការចុះគាត់ក៏បានយកគ្រាប់ពូជទាំងនោះដាក់លើដៃរួចចាប់ផ្ដើមបញ្ចូលធាតុងងឹតទៅក្នុងនោះប្រកបណាស់គាត់កំពុងតែព្យាយាមពង្រៀកខ្លួនឯងហើយជំនួសផ្ទៃដីដែលនៅក្រោមជើងរបស់គាត់បន្តិចម្ដងប៉ុន្តែមុននឹងអាចគ្រប់គ្រងផ្ទៃដីនេះបានទាំងស្រុងគាត់ត្រូវសាក់លបងដាំដុះលើខ្លួនឯងសិនទោះបីជាវាត្រឹមតែជាគ្រាប់ពូជក៏គាត់អាចមានអារម្មណ៍ថាពួកវាចង់លូតលាស់ខ្លាំងណាស់នៅក្នុងលក្ខខណ្ឌសមស្របបន្ទាប់ពីបានស្រូបយកធាតុងងឹតមកគាត់ក៏ចាប់ផ្ដើមយល់ដឹងពីគំនិតរបស់ពួកបណ្ដារុក្ខជាតិទាំងនេះប៉ុន្តែមិននឹកស្មានថាវាមានប្រសិទ្ធភាពសូម្បីតែលើគ្រាប់ពូជបែបនេះសោះលើសពីនេះទៅទៀតវានៅតែជាអាចកំបាំងដែលគាត់អាចបញ្ជូនគំនិតទៅកាន់រុក្ខជាតិបានផ្ទាល់តែម្ដងបន្ទាប់ពីដាក់ធាតុងងឹតទៅក្នុងគ្រាប់ពូជរួចមកពួកវាចាប់ផ្ដើមដុះពន្លកភ្លាមនៅលើបាតដៃរបស់គាត់តែម្ដងលូលូភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញវាលូតលាស់លឿនបែបនេះទើបតែដាក់មិញសោះឥឡូវវាចាប់ផ្ដើមមានជីវិតបាត់ទៅហើយពិតជាមិនគួរឲ្យជឿមែនម្យ៉ាងវិញទៀតលីឈុងយៀនក៏មិនមានអារម្មណ៍ថាមានអ្វីខុសប្លែកដែរដូច្នេះវិធីនេះប្រហែលជាគ្មានបញ្ហាអ្វីទេតាមការស្មានរបស់គាត់គឺបន្ទាប់ពីស្រូបធាតុងងឹតបានច្រើនគាត់ក៏ទទួលបានសមត្ថភាពពិសេសនេះតែម្ដងសាកល្បងឲ្យដឹងច្បាស់គាត់បានប្រើប្រាស់ធាតុងងឹតទាំងអស់ដែលសន្សំទុកដើម្បីប្រែក្លាយវាទៅជាថាមពលជំនួយដល់ការលូតលាស់របស់រុក្ខជាតិគាត់ធ្វើវាដោយវិចារណញ្ញាណរំពេចនោះដែរអាផ្កាទូតស្រាប់តែព្យាយាមធ្វើឲ្យគាត់ចាប់អារម្មណ៍លើវាគាត់មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេប៉ុន្តែតាមពិតទៅអាផ្កានេះវាគ្រាន់តែចង់ឲ្យគាត់ជួយថែរក្សាវាដែរតែប៉ុណ្ណោះលីឈុងយៀនមិនបានបដិសេធឡើយប៉ុន្តែលុះត្រាតែអាផ្កាទូតនេះព្រមស្ដាប់តាមបញ្ជារបស់គាត់ទាំងស្រុងបើមិនអញ្ចឹងទេកុំសង្ឃឹមឲ្យសោះក្នុងโลกនេះគ្មានអ្វីដែលបានមកដោយឥតគិតថ្លៃនោះទេសូម្បីតែការថែទាំនេះក៏ដោយវាបានអោនក្បាលយល់ព្រមភ្លាមអាផ្កានេះពិតជាពូកែបន្សាំខ្លួនតាមកាលៈទេសៈមែនតាំងពីលូលូឃើញវាលើកដំបូងមកនាងមានអារម្មណ៍ថាអាផ្កានេះពិតជាអាចយល់ពីចិត្តមនុស្សបានយ៉ាងច្បាស់តែម្ដងចាប់តាំងពីបាតុភូតសូរិយាបាននាំមកនូវធាតុងងឹតលីឈុងយ៉ែនក៏បានចាប់ផ្ដើមបេសកកម្មពង្រីកផ្ទៃដីបង្កើនទំហំនិងស្រូបយកធាតុងងឹតទាំងនោះអំណាចដែលទទួលបានពីភាពងងឹតបានផ្ដល់ថាមពលពិសេសឲ្យគាត់យ៉ាងច្រើនដែលវាអាចប្រែជាផលប្រយោជន៍យ៉ាងល្អបំផុតតាមរយៈការខិតខំប្រឹងប្រែងនេះទីបំផុតលីឆុងយ៉ែនក៏អាចបង្កើតកសិដ្ឋានដ៏ជោគជ័យមួយជឿខ្ញុំចុះរឿងនេះទើបតែចាប់ផ្ដើមប៉ុណ្ណោះមកតាមខ្ញុំមកអ្នកនឹងឃើញថាការជួបលូលូជារឿងល្អបំផុតសម្រាប់បុរសម្នាក់នេះក្នុងសម័យអាពូកាលីបតែជំរឿទៅគាត់ដឹងថាវាគ្រាន់តែជាការលើកទឹកចិត្តខ្លួនឯងក្នុងโลกដ៏រញ៉េរញ៉ៃនេះប៉ុណ្ណោះរំពេចនោះគំនិតថ្មីមួយក៏លេចឡើងបើដីរបស់គាត់អាចការពារមនុស្សបានប្រហែលគាត់អាចរស់នៅដូចមនុស្សធម្មតាម្ដងទៀតតាមពិតទៅលីឈុងយ៉ែនគ្រាន់តែចង់ក្លាយជាមនុស្សធម្មតាម្នាក់វិញប៉ុណ្ណោះក្នុងโลกដែលពេញដោយបិសាចនិងការផ្លាស់ប្ដូរហ្សែននេះគាត់នៅតែមានសង្ឃឹមប្រហែលជាមានវិធីបង្វិលពេលវេលាវិញក៏ថាបានតែវាគ្រាន់តែជាសុបិនខ្ពស់ពេកទូតនៅតែដើរតាមគាត់មិនឈប់តាំងពីបានស្គាល់គ្នាដំបូងមកគាត់ក៏សួរផ្កានោះថាតើវាស្អប់ការនៅក្បែរពូជអម្បូររបស់វាខ្លាំងណាស់មែនទេជំនួសឲ្យការឆ្លើយទូត
បាយជាផ្ដល់សញ្ញាថាមានមនុស្សនៅក្បែរនេះទៅវិញមនុស្សពិតៗដូចជាលូលូអញ្ចឹងពិតណាស់លីឈុងយៀនភ្ញាក់ប្រើខ្លាំងណាស់នេះជាដំណឹងដ៏ធំធេងបំផុតសម្រាប់គាត់នាពេលនេះតែទូតក៏បានប្រាប់ទៀតថាមានពួកអ្នកប្រើធាតុងងឹតមួយក្រុមធំកំពុងតែធ្វើចលនានៅតំបន់នេះដែរសកម្មភាពនោះគឺចេញពីមនុស្ស3នាក់ដែលកំពុងរត់គេចខ្លួនក្នុងព្រៃយ៉ាងត្រដរខ្យល់ពីការដេញតាមរបស់ពួក Darksider ប្រយ័ត្នឲ្យមែនតែនព្រោះអា Darksider នេះពិតជាគួរឲ្យខ្លាចណាស់វាបានវិវត្តខ្លួនរហូតមានផ្លែដាវមុតស្រួចពេញខ្លួនតែម្ដងពួកមនុស្សចាប់ផ្ដើមអស់កម្លាំងហើយពួកគេបានរត់គេចដើម្បីយកជីវិតរស់អស់រយៈពេលយ៉ាងយូរមកហើយតែការស្រែកយំមានតែជួយហៅពួកបិសាចមកថែមប៉ុណ្ណោះបុរសម្នាក់ដែលមើលទៅគួរឲ្យទីពឹងបានកំពុងដឹកនាំក្រុមនេះគាត់បានស្ដីបន្ទោសស្រីសពការឈូកលីវហ្វឹងយួនដែលចចេះចង់ត្រឡប់មករកលូលូក្រោយទទួលបានសារសង្គ្រោះឈីងវិនដែលជាអ្នកដឹកនាំមើលទៅដូចជាចិត្តដាច់បន្តិចមែនតែសម្ដីគាត់គឺពិតជាត្រឹមត្រូវណាស់ប្រុសពាក់វ៉ាន់តាចាប់ផ្ដើមយឺតជាងគេហើយអាបិសាចដាវនោះដេញតាមពីក្រោយជាប់ហៀបនឹងទាន់ទៅហើយបន្ទាប់មកគាត់ក៏ធ្វើខុសបច្ចេកទេសគាត់បែរក្រោយទាំងភ័យខ្លាចព្រោះខ្លាចត្រូវគេកាត់សាច់ជាកង់ការភ្លេចខ្លួនតែមួយពព្រិចភ្នែកធ្វើឲ្យអាបិសាចវាយមួយដាវមកចំពេលដែលវាក្រវ៉ាត់ខុសជើងរបស់គាត់បន្តិចដាវទី1មិនត្រូវមែនតែដាវទី2ច្បាស់ជាមិនលែងទេព្រោះបរោះពាក់វ៉ែនតានេះបានដួលបាស់ជើងបាត់ទៅហើយឈុងជូនបរោះពាក់វ៉ែនតានេះចប់បាត់ហើយគាត់គ្មានផ្លូវរត់គេចពីស្ថានភាពមរណៈនេះបានទៀតទេមិត្តភ័ក្តិគាត់ច្បាស់ជាជួយអ្វីមិនបានទេមែនទេនៅពេលដែលអាបិសាចដាវនោះលោតមកដើម្បីបញ្ចប់ជីវិតគាត់ឈុងជុងក៏ចាប់ផ្ដើមបន់ស្រន់ព្រោះគាត់ដឹងច្បាស់ថាជីវិតគាត់ត្រូវបញ្ចប់នៅត្រឹមនេះហើយគាត់អស់សង្ឃឹមហើយមិត្តភ័ក្តិរបស់គាត់បានត្រឹមតែឈួរមើលអស់សង្ឃឹមប៉ុន្តែនៅពេលដែលមុខដាវហៀបនឹងកាប់ចុះមកវាក៏ឈប់ងាក់តែម្ដងមុខរបស់បុរសម្នាក់នេះត្រូវបានសង្គ្រោះតាមពិតទៅរាងកាយរបស់អាបិសាចនោះត្រូវបានជាប់គាំងវាបានបែរក្បាលទៅម្ខាងដើម្បីមើលថាអ្នកណាជាអ្នកហ៊ានមកបញ្ឈប់ការវាយប្រហាររបស់វាមានអ្នកមកលូកដៃហើយលីឈុងយេនបានប្រើដីយ៉ាងស្ងៀមស្ងាត់ដើម្បីចាប់ជើងរបស់អាបិសាចនោះឲ្យជាប់ពីខាងក្រោមគាត់បានលឺពួកគេនិយាយពីលូលូមិញនេះប្រហែលជាពួកគេមានទំនាក់ទំនងអ្វីមួយជាមួយនាងមានតែវិធីមួយយ៉ាងគត់ដើម្បីដឹងគាត់ត្រូវតែជួយពួកគេវីរៈបុរសរបស់យើងលីឈុងយេនបានចាប់អាបិសាចនោះយ៉ាងជាប់ដើម្បីឲ្យប្រុសម្នាក់នោះរត់មិត្តភ័ក្តិគេពិតជាអត់ប្រយោជន៍មែនតែឥឡូវគេមានឱកាសហើយអាបិសាចនោះខំប្រឹងមើលថាអ្នកណាបង្កប់វាបានបង្វិលមុខដ៏អាក្រក់ដូចជាសត្វពេញរោរបស់វាដើម្បីរកមើលថាអ្នកណាជាអ្នកមករារាំងវាទាំងកំពុងរអ៊ូទាំនៅពេលដែលវាមើលមិនឃើញនរណាម្នាក់ក្នុងចម្ងាយភ្នែកមនុស្សធម្មតាវាក៏បានធ្វើរឿងដ៏គួរឲ្យរន្ធត់មួយឡើងវាបង្វិលក្បាល180ដឺក្រេដូចក្នុងរឿងខ្មោចអញ្ចឹងនៅទីបំផុតវាបានឃើញគាត់ហើយជឿខ្ញុំទៅការដែលវាហ៊ានសម្លឹងមើលមុខលីឈុងយៀនបែបនេះគឺជាកំហុសដ៏ធំបំផុតរបស់វាហើយអាបិសាចនោះបានវាយប្រហារមកលើគាត់ដោយប្រើដាវយ៉ាងសាហាវតែគាត់បានដឹងមុនបាត់ទៅហើយតែគាត់មិនទាំងខ្ចីកិច្ចឬការពារខ្លួនផងលីឈុងយៀនជ្រើសរើសការសង្កេតមើលសកម្មភាពរបស់វាដើម្បីយកព័ត៌មានផ្អែកលើចរិតរបស់វាអាសត្វនេះមិនគួរមានសមត្ថភាពអាចនិយាយបានទេខណៈពេលដែលវាកំពុងឈរលើខ្លួនគាត់មិនត្រឹមតែមិនសុំទោសដែលមកឈរលើខ្លួនគាត់ទេវានៅថែមទាំងចង់សម្លាប់គាត់ទៀតផងជាមួយស្នាមញញឹមយ៉ាងជឿជាក់លីឈុងយេនសម្រេចចិត្តថានឹងផ្ដល់មេរៀនដ៏ឈឺចាប់មួយដល់អាបិសាចអំនួតនេះវាជារឿងយុទ្ធធម៌បំផុតព្រោះទីនេះគឺជាទឹកដីរបស់គាត់ផ្ទាល់ដោយគ្រាន់តែប្រើគំនិតតែមួយគត់គាត់បានធ្វើឲ្យដីស្រុតចុះคล้ายជារន្ធដ៏ធំមួយនេះគឺជាវិធីដែលគាត់គ្រប់គ្រងរាងកាយដ៏ធំសម្បើមរបស់គាត់សម្រាប់ពួកមនុស្សវិញពួកគេឃើញថាអាបិសាចនោះរត់ទៅវាយខ្យល់ហើយក៏ស្រុតដីធ្លាក់ចូលរន្ធបាត់ទៅយ៉ាងហោចណាស់ក៏ពួកគេមានសុវត្ថិភាពដែរកាលពី1វិនាទីមុនប្រុសម្នាក់នោះស្មានតែខ្លួនឯងងាប់បាត់ទៅហើយគាត់ស្មានតែត្រូវស្លាប់ក្រោមមុខដាវដ៏មុតស្រួចនោះទៅហើយតែសំណាងល្អមានដីបាក់មកជួយសង្គ្រោះទាន់ពេលស្រីស្អាតសក់ផ្កាឈូកលូហ្វាំងយុនចាប់អារម្មណ៍ឃើញអ្វីមួយយ៉ាងចម្លែកពីចម្ងាយហើយក៏សម្លឹងមើលទៅដោយចម្ងល់នាងបានចង្អុលទៅកាន់ច្រាំងថ្មមកខាងទៀតទាំងរំភើបជាខ្ញុំចោះអ្នកច្បាស់ជាចង់ដឹងថាមានរឿងអ្វីកើតឡើងបន្តទៀតហើយចាំមើលជាមួយខ្ញុំថាផ្សែងហុយខ្ពស់លើមេឃនេះជាសញ្ញានៃក្តីសង្ឃឹមឬជាអន្ទាក់មរណៈឲ្យប្រកបវាច្បាស់ជាបង្កាត់ដោយអ្នករស់រានមានជីវិតមកពីសាលារបស់ពួកគេហើយឬប្រហែលជាលូខ្លួនឯងក៏ថាបានដូច្នេះពួកគេទាំង3ក៏បានរកឃើញគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីរៀបចំខ្លួនរួចរាល់ពួកគេក៏បន្តដំណើរថ្មើរជើងឆ្ពោះទៅរកផ្សែងនោះភ្លាមធូតដែលជាផ្កាបានតាមសម្លឹងមើលពួកគេដើរចេញទៅវាបែរក្បាលទៅម្ខាងក៏ឃើញលីឆុងយៀនត្រឡប់មកវិញក្រោយពីចាត់ការបិសាចដែលគំរាមកំហែងដល់ក្រុមពួកគេគ្រាន់តែកប់ពួក Darksider នោះទៅក្នុងដីយ៉ាងជ្រៅមិនឲ្យងើបមុខមកវិញបានឡើយជារៀងរហូតទូតឆ្ងល់ណាស់ថាហេតុអ្វីបានជាលោកម្ចាស់ផ្ទះបណ្ដោយឲ្យលូទៅតាក់ទងជាមួយមនុស្សដែលជាជាតិសាសន៍ខ្លួនឯងបែបនេះនៅពេលនេះការសម្រេចចិត្តបែងចែកអាហារជាមួយមនុស្សច្រើនប្រហែលជាមិនមែនជាជំរើសដ៏ឆ្លាតវៃទេប៉ុន្តែលីឈុងយេនដឹងច្បាស់ថាមនុស្សមិនមែនជាសត្វដែលចូលចិត្តរស់នៅម្នាក់ឯងឡើយគេដឹងរឿងនេះច្បាស់ព្រោះកាលពីមុនគេក៏ជាមនុស្សម្នាក់ដែរប្រសិនបើមានជំរើស
មនុស្សតែងតែចង់បង្កើតក្រុមរស់នៅជាមួយគ្នាលើសពីនេះវាមានរយៈពេលយូរគួរសមដែរចាប់តាំងពីសូរិយាបានចាប់ផ្ដើមមកហើយបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងការនៅដាច់ដោយឡែកក្នុងព្រៃជ្រៅបែបនេះធ្វើឲ្យពួកគេមិនដឹងទាល់តែសោះថាពិភពខាងក្រៅឥឡូវនេះคล้ายជាយ៉ាងណាទៅហើយព័ត៌មានដែលមនុស្សទាំងនេះមានអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោកដ៏ធំទូលាយនេះក៏ពាក់ព័ន្ធនឹងក្រុមរបស់លីឆេងយ៉ានដែរនិយាយពីក្រុមវិញលូលួក៏បានជួបជុំជាមួយមិត្តភ័ក្តិរបស់នាងវិញហើយតែប្រយ័ត្នបន្តិចណាព្រោះទូតបារម្ភថាពួកមនុស្សទាំងនេះអាចនឹងដណ្ដើមអាហារគ្នាបើវាសាហាវដល់ថ្នាក់នឹងមែនតើពួកគេគួរធ្វើយ៉ាងណាមិនមែនគ្រប់គ្នាសុទ្ធតែមានទំនាក់ទំនងល្អនឹងគ្នាដូចទូតនិងលីវដែលគេហៅថាជាដុំសាច់របស់វាឡើយលីឈីងយ៉ានបានប្រាប់ការចម្លែកនោះថាកុំបារម្ភអីព្រោះគេនឹងមិនស្ទាក់ស្ទើរឡើយនៅពេលដល់ពេលដែលត្រូវចេញមុខចាត់ការមិនថាអ្នកនោះជាអ្នកណាឬជាអ្វីដែលមកគំរាមកំហែងឡើយលូហ្វេងវួនដែលជាស្រីស្អាតបានអោបលូលួជាប់មិនព្រមលែងឡើយដោយក្តីរំភើបដែលមិត្តរបស់នាងនៅមានសុខភាពល្អនាងពិតជាភ័យខ្លាចខ្លាំងណាស់នៅពេលដែលបាត់ការតាក់ទងគ្នាភ្លាមបែបនេះលូឡូត្រូវលួងលោមនាងឲ្យចិត្តត្រជាក់វិញព្រោះនាងអោបជាប់ពេកហើយក៏អោបយូរខ្លាំងណាស់ដែរលូហ្វឹងយៀនសប្បាយចិត្តណាស់ដែលឈិនវុននិងជុងជុនព្រមមកជាមួយនាងរហូតមកដល់តំបន់ភ្នំម្ខាងនេះប្រសិនបើនាងមកតែម្នាក់ឯងនាងប្រកាសជាមិនអាចរកមិត្តសម្លាញ់សក់បៃតងឃើញឡើយឃីនវិនក៏បាននិយាយបង្អាប់ថាលូលួអាចរស់នៅម្នាក់ឯងបានគឺដោយសារតែមានអភូតហេតុអ្វីមួយយ៉ាងតែប៉ុណ្ណោះឈិនជីនគ្រាន់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងអាចសង់ជំរកបានយ៉ាងល្អហាក់ដូចជាក្រុងនឹងលាក់ខ្លួននៅទីនេះក្នុងរយៈពេលយូរអញ្ចឹងពិតជាគួរឲ្យធុញមែនបុរសម្នាក់នេះខិនវិនបានបញ្ជាក់ថាការលាក់ខ្លួននៅទីនេះយូរពេកមិនមែនជារឿងល្អទេកាលពីប៉ុន្មាននាទីមុនពួកគេទើបតែជួបពួក Darksider ហើយស្ទើរតែត្រូវស្លាប់អស់ទៅហើយគេប្រកាសណាស់ថាទីនេះមិនសុវត្ថិភាពឡើយគេចង់ឲ្យលូលួតាមក្រុមរបស់គេទៅកាន់បន្ទាយយោធាការពារស៊ីវិលនៅក្នុងទីក្រុងដែលមានធនធាននិងអាហារគ្រប់គ្រាន់សម្រាប់អ្នករស់រានមានជីវិតគ្រប់គ្នាបើគ្មានបន្ទាយយោធាការពារមនុស្សដែលនៅសេសសល់ទេពួកគេប្រកាសជាខ្លាយជាចំណីរបស់ពួក Darksider ជាមិនខានចាំមើលណាត្រង់នេះហើយដែលយើងនឹងដឹងការពិតលូលួក៏បានសួរថាតើពិភពខាងក្រៅកំពុងមានរឿងអ្វីកើតឡើងឲ្យប្រកបនៅពេលឮសំណួរនេះ Queen Wen ហាក់ដូចជាមានការតក់ស្លុតជាខ្លាំងចំពោះភាពរន្ធត់ដែលបានកើតឡើងកន្លងមកមានបិសាចនៅគ្រប់ទីកន្លែងពួក Darksider បានគ្រប់គ្រងអស់ហើយមនុស្សជាងពាក់កណ្ដាលពិភពលោកបានប្រែក្រឡាទៅជាបិសាចក្នុងរូបភាពផ្សេងគ្នាពួកវាបានដាវវាប្រហារមនុស្សធម្មតាដោយគ្មានត្រាប្រណីឡើយភាពវឹកវរបានកើតឡើងហើយច្បាប់ទម្លាប់ក៏លែងមានទៀតដែរមនុស្សភាគច្រើននៅក្នុងកន្លែងមានសុវត្ថិភាពមិនហ៊ានទាំងចេញក្រៅឡើយក្រោយពីបានឃើញភាពភ័យរន្ធត់ទាំងនោះពួកគេបានត្រឹមតែសំងំខ្លួននៅក្នុងកន្ទាយយោធាការពារស៊ីវិលដើម្បីបួងសួងសុំឲ្យកងទ័ពមកដល់ Queen Wen និយាយបែបនេះប៉ុន្តែគេហាក់ដូចជាកំពុងព្យាយាមបង្ខំឲ្យលូលួចូលទៅក្នុងកន្លែងដ៏គួរឲ្យខ្លាចនោះដែរគេថែមទាំងបានចាប់កន្ត្រាក់ដៃរបស់នាងយ៉ាងខ្លាំងទៀតផងពួកគេអាចមកដល់ទីនេះដោយសុវត្ថិភាពគឺដោយសារតែ drone របស់ Lu Fengyun បានរកឃើញតំបន់ដែលគ្មានពួក Darksider បើជាមនុស្សធម្មតាវិញប្រកាសជាគ្មានអ្នកណាមកប្រថុយជីវិតក្នុងបេសកកម្មជួយសង្គ្រោះដ៏គ្រោះថ្នាក់បែបនេះឡើយគេចង់ធ្វើជាវីរបុរសដើម្បីជួយសង្គ្រោះនាងឲ្យទៅរស់នៅក្នុងកន្លែងដែលគេហៅថាជាតំបន់សុវត្ថិភាពនោះដៃរបស់លូលួចាប់ផ្ដើមឈឺព្រោះបុរសម្នាក់នេះចាប់ច្របាច់យ៉ាងខ្លាំងដើម្បីព្យាយាមអូសនាងចេញពីកន្លែងអង្គុយខិនវ៉ាន់ម្នាក់នេះមើលទៅពិតជាមិនគួរឲ្យទុកចិត្តតតែសោះដូច្នេះលីខិនយៀនក៏សម្រេចចិត្តលូកដៃជួយដោយប្រើជញ្ជាំងផ្ទះដីដើម្បីរុញចានមួយឲ្យធ្លាក់ពីលើធ្នើចានដីនោះបានធ្លាក់ចំស្មារបស់ឈីនវិនហើយបានបែកខ្ចាយជាបំណែកតូចពេញដីតែម្ដងការតក់ស្លុតនិងការឈឺចាប់បានធ្វើឲ្យគេលែងដៃពីលូលួចំណែកឯលាវហ្វឹងយៀនក៏បានសម្រេចចិត្តចាញ់មុខការពារមិត្តភ័ក្តិរបស់នាងតាមដែលនាងដឹងឈីនវ៉ានពីមុនមិនមែនជាមនុស្សកាចសាហាវបែបនេះឡើយគេមិនមែនជាប្រភេទមនុស្សដែលយូរចិត្តប្រើហិង្សាដាក់អ្នកដទៃនោះទេប៉ុន្តែរឿងនេះកាន់តែធ្វើឲ្យគេខឹងខ្លាំងជាងមុនទៅទៀតគេបានស្រែកថាគេខំប្រថុយជីវិតមកតាមរកលូលួតែឥឡូវនេះស្រីម្នាក់នេះបែរមកស្ដីបន្ទោសគេដូចក្មេងទៅវិញរឿងកាន់តែក្តៅហើយអ្នកនឹងខ្ញុំច្បាស់ជាចង់ដឹងណាស់ថាតើនាងនឹងស្លាប់បាត់បង់ជីវិតដោយសារសម្ដីគេមែនឬអត់តោះមកមើលទាំងអស់គ្នារឿងរ៉ាវក្នុងពិភពគិតធីនេះកាន់តែជក់ចិត្តហើយជុងជុនកំពុងព្យាយាមសម្របសម្រួលជាមួយបងធំរបស់គេឥឡូវនេះពួកប្រុសចេញទៅក្រៅសិនដើម្បីឲ្យត្រជាក់ចិត្តចំណែកពួកស្រីរៀបចំអីវ៉ាន់ចេញដំណើរលូលួចាប់ផ្ដើមបន្ទោសខ្លួនឯងចំពោះរឿងដែលបានកើតឡើងខណៈលាវហ្វឹងយួនសម្លឹងមើលអាបងធំនោះមិនដាក់ភ្នែកនៅខាងក្រៅវិញ Queen Wen នៅតែបន្តខឹងសម្បាយ៉ាងខ្លាំងមិនឈប់ឈរតាមគំនិតរបស់គេពួកស្រីហាក់ដូចជាមិនដឹងពីគ្រោះថ្នាក់ដែលកំពុងរងចាំនៅខាងក្រៅនោះទេគេថែមទាំងស្ដាយក្រោយដែលមកចូលរួមក្នុងបេសកកម្មអត្តឃាតនេះទៀតផងឆុងជូនព្យាយាមលួងលោម Queen Wen កុំឲ្យឆេវឆាវពេកគេប្រាប់ថាលូលួរស់នៅម្នាក់ឯងយូរហើយដូច្នេះនាងត្រូវការពេលខ្លះដើម្បីទទួលយកការពិតដោយគិតថាឈិនវិនប្រហែលជាឃ្លានគេក៏ហុចដំឡូងដុតដែលលូលួជាអ្នកធ្វើឲ្យផ្លូវត្រឡប់ទៅផ្ទះវិញនឹងកាន់តែពិបាកដូច្នេះពួកគេគួរតែញ៉ាំឲ្យឆ្អែតសិនដើម្បីមានកម្លាំង
คืนวันจับยกดำลงนุพลิมฮักโดยจีเวียจีระบอกลุนไอจังเกนี่ยัยท่าวิจิเรื่องตำเตอหอยแต่เกกูแต่ตัวบานอาหารบนเกจำเมื่อตรองนี้เอาจิบะลีชิงเยียนหนึ่งตูดกำปุงรูดมือปีจงไงพวกเกกำปุงรงจำเมื่อถาเตอหนึ่งเมียนเรื่องเอาไว้การล้างบรรทอเตียนทุดชงเอาท่าตามนุษย์เตะตรงขนิ้งจังเหม็นเตลีขังยันชลายท่าเวียมันแมนโดยชนกแต่งออกเตจารัดมนุษย์คือมันโดยขนิ้งแต่งออกลอยเอาไว้ได้ทุดเคยคือมนุษย์มันเนี้ยได้มันดังกุลนังกายสหาวเจียโกดาวละอสำหรับโลยอาหารมนุษย์จังนุแถมยังกำปุงยำดาวดำลงได้เกคอมดำยังลำบากติดพองตามการสังเกตระบบมาจากใดมนุษย์อย่างนี้มันแมนจีเนี่ยได้กูเอาตกจัดดำใบรู้เนื้อจะมีขนิ้งนุตีตัวจีมันเพะลัวก็ดาวก็ปุกเกมกตีนี่ดำใบแต่บังคอมเนียงเอาจ้าจริงตัวจมูกปุกเกได้เพราะฉะนั้นบาลัวจองเตอร์แมนตาลีชิงยันกูแต่จริงหมกเรียงปุกเกได้หรือตีตาเกมีนสัตไอแต่ลูกได้ขนมสำหรับจัดระบบลัวตูดวิ่งจ้องแต่เพื่อตามจัดกลุ่นไอ้ปนเนาะเกสู้ท่าตาสำนวนแต่งนู้วิสำคัญนะแมนตีปนแต่สำหรับลีชิงยันวิจะเรื่องสำคัญนะวิสำคัญเชียงดมหลงระบบทุดเตียดกลายปีดมหลงนู้ปากกาดอยฉลาดไว้นี่บ้านรกขึ้นอยู่ไว้ได้พิเศษจริงนี่มนุษย์แต่งใบเนี่ยนี่มอกปีง่ายนะปนแต่ปุกเกมันมีด้านในเทียดงงเงิดเลือกล้วนสอเพราะฉะนั้นบาปุกเกในทางกลาวยูมาลังตาเทียดงงเงิดอย่างนู้บัตรนาเอาเฮ้ยเนี่ยหนึ่งย้อมประกอบจิตดังเฮ้ยท่าตากำบังนี่เวียกูอ่อยคลายคลังนะบรรทอปิญญามรุ่ยชงจุนสัวชินวันทาตาเมียนอารมณ์ทูสราคลาเฮ้ยหรือเนอจำนายเนิร์ดบอยวิงหนึ่งตะเมอปุสไรท่าตาปุกเกเตรียมคลวนรุ่ยรอเฮ้ยหรือเนอปนแต่ชินวันปัจจิมนุษย์มันดังกุนแมนเกบายจิกเชี่ยดำลงนุกเจนมกราวตัววิงเกนี่ยัยท่านี้จีดำลงได้มีรสจีดอักระบ่มพอดได้เกมันทลอบยำปีมุนเมาปนแต่จุงจุนมันโยลสอบเตะโปรดำลงระบอกเกขมิ้นปัญหาไอซอประเฮลจีชินเวนกรอนแต่บารอมไปลือเปียท่าบารอมควินวันคังอย่างคลังเกสารเพียบท่าเกปัจเจียบารอมปีสวัสดิเพียบกรุบขณีปัดแมนเกกดับได้อย่างแน่นเราโคดดอดเจนสอดไซปิ้งได้แต่มาดองเนื้อขนมปีพบได้มีใบสายปิ้งตีกรงแบบนี้เกกรอนแต่จังจุยสังครุเนี่ยระวักขณีปนเนาะสรอเปได้มกระบอกเกจับดามปลายปลัวเตยจีใบสายดอกกูอ้อยกปืมเกก็สัวอย่างคังสัมบาเกสัวท่าแฮดไอ้บ้านจีกรุบขณีบังคับอ้อยเกทัวเรื่องได้ปีบะแบบนี้ระโหดจังเนื้อขนมเตียลิวฟงยืนกำปุ้งบองหางโตรนกสิกรรมได้เนียงบานยกมกปีสกอลวิจิไลเนียงนี่ยัยถาขนมสมัยนี้การลุยคือมันแม่นจีเรื่องคอเตโดรนนี้เมียนมกเงียกำรัสไม่กระหอมสำหรับมือเปล่าการปลาเวียดำใบนวมกรมตรลอบเตอบันเตียโยทีวิงคือจีเรื่องแดงนี่สรูลบอมพอดเนียงนี่ยัยมันฉบเลยปนใต้เนียงจับอารมณ์ทาลัวฮะโดยจีมันเซลสบายจัดซอโดยฉะนั้นเนียงก็สัวมัดแพะระบอบเนียงทาตาเมียนเรื่องเอาไว้ได้กำปุ้งรำคาญจัดเนียงแมนตีตาเมียนเรื่องเอาไว้ได้เพื่อเอาเนียงมันจังตรลอบตรกอารยทววิงแบบนี้ลัวอยู่เยี่ยมเตียงปีบะจัดปรุงมันดังทักรันชลายแบบหน้าเอาซ่อมโนเต Li Qingyan cron to just want to know about the situation of the world outside เนียงคลายท่าประสันบันเนียงจะจังตือโดยมันบานเลียลีกิงยานกีหนังคังได้เนียงมันดังกุนจุงจุนหนึ่งอาบองทมนุก็ได้โจมกวิงจำมือเพียบบังอจมูกเนียนะต่อเนี่ยหนึ่งขย่มหมกตามดันใส่เรื่องดอกจุจัดนี่ต่างออกเนี่ยจับดามปีกมีโปรเวนต้าได้กำปงซูลูท่าเตรียมคลูนจังแต่กลาวเฮาหรือเนาเกสแมนทันเนียงกรอนแต่คลายปูเดือกไซเดอร์ในข้างกลาวปนใต้ลูปฏิใส่เปลี่ยมเนียงจ้องปรับการเปิดต่างออกปีสถานภีประบอบเนียงนะแต่เนียงบารมทาลิ้วแฟงเยียนหนึ่งแนบเซงเตียดหนึ่งกึศทาเนียงชกวดตัวเป็นเตเปลนี่ในขนมจัดระบอบเนียงกำปงแต่ไพสลอนสลาวคลังนะเนียงกึศทาเวียจีเรื่องละออบอมพอดโปรสันบาลีชิงเยียนอาจจิงหมอกเฟือไว้มวยดำใบจุยดอกสลายปัญหาดอกปิบะได้เนียงกำปงจูประเทศนี้เนียงกรอนไตจองออยลงมาจับเตะปรับเนียงทาเต้าเฟือเอาไว้บรรต่อเตียดเปนุชินวินได้จีมนุษย์เชลก็จับดามออกเพียบอดหมดแต่มาดองเกสไรลางทาเวียละมุมชุบบังอองอยู่เตียต่อโปรยังขาดไปชานะเฮยเพราะสันบาลูเนาแต่มันโปรมเจงเตียดนุเกหนึ่งจับจองเนียงยกแต่ตามโดยบังคอมเหมือนกันเกนี่ยีทาเพราะสันบาปุเกเนื้อตายบนตอบังอองเปลวิเลียดอมเมียนดำไลเนื้อตีนี้อยู่เตียดนุคือปุเกกำปงแต่ยกสวัสดิเพียบหนึ่งชีวิตระบบมนุษย์กรุบเนียหมกเลงเศร้าใหญ่ขนมกระไซพเนกระบบเกเพียบสเตสเตอร์ระบบลูคือกำปงบรรยาทาเนียงมันควอลทาชีวิตระบบปุเกแต่งใบเนี่ยหนึ่งตื้อจีอย่างนานุเตลิวเฟงเยียนก็จิงมุกกาเปียมัดครูนไอเพลียมเหล่านี้จำมือนะเนียงบานสัวเตอร์บรอดดุกมันเนี่ยนุทาตาขัวกบาสวาดอลงงคลายระบบเกนึงวิเคราะห์หรือก็กิจกวดบัตรหายชินวันสมใบแต่เพียบอัตมดดำใบบรรจงบรรจงหมดแพะอ้อยบานตรำตรึก็ขมิ้นได้วิหารโดยเจเกแรงจีชินวันได้เนียงคลอบสควอลเกนี่ยัยสมานโดยขมิ้นมูลฐานจะบาดลัวหอยร้อลเปลได้5 มอดนี่ยัยมาดองคือซดแต่เรื่องสลับแต่มวยมุกกดแต่มาดองเบอร์คล้ายสลับคลั่งมาเลยมันบัดโจรุมกรมช่วยสังครูตั้งปีดำบงเถอะลิวฟันยินกำปงตานี่ยัยโดยกำหังคลั่งมันชกไหลเนียงซูเตอร์บรอมันเนี่ยนุทาตาเกจัดตกลุนไอจีเนี่ยสังครูโลกหรือจีมนุษย์อจ่าได้บักขมิ้นเกกรุ๊ปขมิ้นเตาสลับเมนเตมาเมื่อตามตึกหมกได้กันแต่ล้างขมางงเงิดระบอกเกเตอร์ฮักดูจีสมได้ระบอกสริสอาดมาเนี่ยนี่บานจะจอมจำนวนสำหรับระบอกเกจอมแต่มาดองบรรตัวมกเนียงก็สำหรับจัดดักนวมกรมโดยขลุ่นเองเฮาจุ่มรุนเอาจุ่งจนบรรโต๊ะเฟือตามภายในกาได้บานเปลี่ยนตุกตั้งปีดำบง
ស្រីស្អាតម្នាក់នេះនឹងចេញទៅខាងក្រៅដើម្បីបង្ហោះដ្រូនចំណែកឯក្មេងប្រុសវ៉ែនតាវិញត្រូវធានាឲ្យបានថាបរិវេណជុំវិញមានសុវត្ថិភាពភាពមើងម៉ាត់របស់នាងធ្វើឲ្យមិត្តភ័ក្តិយល់ព្រមតាមភ្លាមលីវហ្វេងយៀនក៏ងាកទៅរកឈីនវិនជាលើកចុងក្រោយបង្អស់នាងដាស់តឿនឲ្យគេភ្ញាក់ខ្លួនឡើងកុំធ្វើខ្លួនជាបន្ទុកដល់ក្រុមនៅនាទីចុងក្រោយប៉ុន្តែអ្វីដែលគ្រប់គ្នាមិនបានដឹងនោះគឺភាពខ្មៅងងឹតក្នុងខ្លួនរបស់ឈីនវិនកំពុងតែពុះកញ្ជ្រោលចង់ចេញមកក្រៅខ្លាំងណាស់ការដែលត្រូវប្រឈមមុខនឹងការពិតទាំងបង្ខំរឹតតែធ្វើឲ្យស្ថានភាពរបស់គេកាន់តែអាក្រក់ទៅផែនការក៏បានចាប់ផ្ដើមដំណើរការទៅមុខដោយដែលពួកគេបានកំណត់ទុកយ៉ាងត្រឹមត្រូវលីវហ្វេងយៀនបានរៀបចំដ្រូនដើម្បីដើរល្បាតតំបន់ក្បែរៗនោះពីលើមេឃពួកគេបានជ្រើសរើសទីធ្លាមួយដែលសមរម្យដើម្បីបង្ហោះវាពេលនោះកម្លាំងខ្យល់គឺអំណោយផលខ្លាំងណាស់ដូច្នេះពួកគេអាចចេញដំណើរបានគ្រប់វិនាទីពួកគេកំពុងរៀបចំឧបករណ៍បញ្ជាយ៉ាងយកចិត្តទុកដាក់បំផុតការធ្វើដំណើរត្រឡប់ទៅកាន់កន្លែងតាំងទីលំនៅវិញមើលទៅហាក់ដូចជាមានភាពរលូនណាស់ហ្វេងយៀនសង្ឃឹមថានឹងគ្មានរឿងអាក្រក់កើតឡើងនាងសង្ឃឹមយ៉ាងមុតមមថានឹងមិនមានពួកដឹកសាយដឺណាមកគ្រារាំងផ្លូវឡើយចុងក្រោយដ្រូនក៏បានហោះឡើងទៅលើមេឃអ្នកនិងខ្ញុំច្បាស់ជាគិតដូចគ្នាហើយថាអ្វីកំពុងតែល្អតែស្រាប់តែដ្រូនហោះឡើងយ៉ាងលឿនដើម្បីស្វែងរកផ្លូវសុវត្ថិភាពបំផុតរាល់យ៉ាងមើលទៅហាក់ដូចជាល្អណាស់រហូតដល់រឿងមិននឹកស្មានដល់បានកើតឡើងស្រាប់តែមានគោកមួយហោះមកចំដ្រូនយ៉ាងពេញទំហឹងវាបានបុកកំទេចដ្រូនឲ្យខ្ទេចជាបំណែកតូចៗនៅកណ្ដាលអាកាសកំទេចកំទីទាំងនោះបានធ្លាក់មកលើមនុស្សដែលនៅខាងក្រោមលីវហ្វេងយៀនក៏បានដោះម៉ាស៊ីនតាមដានដែលរលត់បាត់ទៅហើយនោះចេញគ្មាននរណាម្នាក់ដឹងមុនថាមានរឿងបែបនេះកើតឡើងឡើយក្មេងប្រុសវ៉ែនតានិងស្រីស្អាតម្នាក់នោះស្រឡាំងកាំងជាខ្លាំងពេលងាកទៅមើលទិសដៅដែលគោកនោះហោះមកពួកគេក៏បានឃើញឈីនវិនគេដើរចេញពីផ្ទះដីឥដ្ឋជាមួយនឹងដៃម្ខាងដែលលាតសន្ធឹងវែងដូចជាខ្សែពួរចំណែកឯដៃរបស់គេវិញបានคล้ายទៅជារូបរាងគោកដែកគួរឲ្យខ្លាចគេបានស្រែកដដែលថាពួកដឹកសាយដឺជាអ្នកបង្កជារឿងនេះបន្ទាប់មកដៃដែលវែងដូចខ្សែពួរនោះក៏បានបត់ត្រឡប់មកវិញឈីនវិននិយាយទាំងរវីរវាយថាមានតែគេម្នាក់គត់ដែលអាចជួយសង្គ្រោះគ្រប់គ្នាបានពួកគេត្រូវតែស្ដាប់តាមបញ្ជារបស់គេទាំងអស់គ្នាលូលូដែលនៅក្នុងផ្ទះនោះក៏បានឃើញហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះដែរនាងគឺជាមនុស្សដែលនៅក្បែរបុរសឈួតម្នាក់នោះជាងគេបំផុតនាងមើលមកគេមិនសូវច្បាស់ទេទើបមិនដឹងថាតើបុរសម្នាក់នេះបានคล้ายជាពួកបិសាចទាំងស្រុងហើយឬនៅតែមើលទៅហាក់ដូចជាខ្លាំងណាស់ភាពងងឹតនៅលើមុខនិងពន្លឺភ្នែកដ៏សាហាវរបស់គេបានបញ្ជាក់ការពិតគ្រប់យ៉ាងតែអ្វីដែលចម្លែកនោះគឺគេនៅតែអះអាងថាកំពុងការពារគ្រប់គ្នាក្នុងក្រសែភ្នែករបស់គេគឺមានតែអ្នកផ្សេងទៀតទេដែលមិនយល់ពីបំណងរបស់ខ្លួនលូលូដឹងថាបុរសម្នាក់នេះលែងមានសង្ឃឹមទៀតហើយនាងក៏ប្រឹងរត់ចេញពីមាត់ទ្វារឲ្យលឿនបំផុតតាមដែលអាចធ្វើបានដោយសារតែក្តីអស់សង្ឃឹមនិងការភ័យខ្លាចនាងក៏រត់ចេញទៅបានយ៉ាងឆ្ងាយនាងចង់ទៅប្រាប់អ្នកផ្សេងទៀតឲ្យដឹងថាឈីនវិនបានក្លាយជាបិសាចបាត់ទៅហើយចំណែកឯបុរសគោកដែកវិញក៏មានអារម្មណ៍ថាខ្លួនឯងរងគ្រោះដែរគេខឹងសម្បាព្រោះតែមិត្តភ័ក្តិមិនព្រមស្ដាប់សម្ដីរបស់គេសូម្បីតែមួយម៉ាត់លូលូថែមទាំងរត់ចេញពីគេដូចជាឃើញបិសាចដ៏គួរឲ្យខ្លាចអញ្ចឹងដូចជាមនុស្សដែលបាត់បង់សតិសម្បជញ្ញៈគេក៏បានស្រែកឡើងថាគ្រប់គ្នាត្រូវតែស្លាប់ក្រោមដៃរបស់គេខណៈដែលគេចាប់ដើមដេញតាមគ្រប់គ្នាដោយសារតែក្តីអស់សង្ឃឹមនិងការភ័យខ្លាចនាងក៏រត់ចេញទៅបានយ៉ាងឆ្ងាយពីបិសាចដែលកំពុងផ្លាស់ប្ដូររូបរាងម្នាក់នោះដើម្បីទៅប្រាប់អ្នកផ្សេងទៀតឈីនវិននៅមានសតិខ្លះដើម្បីមានអារម្មណ៍ថាខ្លួនឯងរងគ្រោះព្រោះមិត្តភ័ក្តិមិនព្រមស្ដាប់សម្ដីរបស់គេឡើយលូលូថែមទាំងរត់ចេញពីគេដូចជាឃើញបិសាចអញ្ចឹងគេក៏ចាប់ដើមស្រែកខ្លាំងទាំងកំហឹងនិងភាពឈួតលីលាគេស្រែកថាគ្រប់គ្នានឹងស្លាប់ក្រោមដៃរបស់គេតើអ្នកនិងខ្ញុំគិតថាពួកគេអាចរួចជីវិតទេចាំតាមដានភាពបន្តទៀតជាមួយខ្ញុំទាំងអស់គ្នាណាសួស្តីមកមើលរឿងនេះជាមួយខ្ញុំទាំងអស់គ្នាឈីនវ៉ែនកំពុងត្រៀមបាញ់ទំពកម្ដងទៀតហើយប៉ុន្តែមុននឹងគេបាញ់ខ្សែចេញផ្ទះដីនៅពីក្រោយស្រាប់តែប្រេះស្រាំដោយខ្លួនឯងហើយបាក់ស្រុតចុះមកយ៉ាងលឿនដោយគ្មានមូលហេតុនៅពេលដែលវារលំទាំងស្រុងកំទេចថ្មធំបានសង្កត់ពីលើ Dark Sider ទំពុកនោះខណៈពេលដែលលូលួបន្តរត់ចេញតែនាងក៏ក្រឡេកមើលភាពខ្ទេចខ្ទីនៅពីក្រោយប្រយ័ត្នណាអ្នកទាំងអស់គ្នាត្រង់នេះហើយដែលអ្វីចាប់ផ្ដើមប្រែប្រួលលូលួចាប់ផ្ដើមបន្ទោសខ្លួនឯងចំពោះរឿងដែលបានកើតឡើងចំណែកឈុងជុននិងលីវហ្វេងយួនក៏មានសុវត្ថិភាពដែរព្រោះពួកគេនៅឆ្ងាយពីកន្លែងបាក់ស្រុតនោះពួកគេទាំងពីរមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះឈីនវិនមិនដែលប៉ះពាល់ជាមួយពួក Dark Sider សោះពួកគេមិនដែលគិតថាផែនការរត់គេចខ្លួននឹងមានរឿងមិននឹកស្មានដល់បែបនេះឡើយរំពេចនោះ Miss Eager ក៏ដឹងខ្លួនវិញពីការភ័យខ្លាចរួចក៏ស្ទុះទៅចាប់ទាញលូលួដែលកំពុងតែភ័យស្លន់ស្លោនាងគឺជាមនុស្សតែម្នាក់គត់ដែលនៅតែមានស្មារតីរឹងមាំនាងដឹងច្បាស់ថាពួក Dark Sider មិនមែនដូចជាខ្មោចឆៅក្នុងកុននោះទេម្យ៉ាងទៀតពួកគេមិនដឹងថាបិសាចទាំងនេះវិវត្តខ្លួនយ៉ាងណាឡើយនាងបានដាស់តឿនបុរសវ៉ែនតានោះឲ្យឆាប់រត់បើមិនចង់ប្រយុទ្ធជាមួយ Dark Sider ទេចេញពីគំនរបាក់បែកនៃផ្ទះនោះទំពក់ដ៏គួរឲ្យខ្លាចនោះបានរើបំរាស់ចេញពីគំនរថ្មយ៉ាងលឿន
ហើយសម្ដៅទៅរកក្រុមដែលកំពុងរត់គេចខ្លួនភ្លាមសំណាងល្អដែលលូលួបានក្រឡេកមើលក្រោយទាំងភ័យខ្លាចរួចក៏ប្រាប់ទៅលូហ្វឹងយួនដែលជាគោលដៅរបស់ទំពុកឲ្យគេចចាញ់ភ្លាមនោះ Miss Eagle ក៏ងាកក្រោយមកឃើញចុងលោហៈដ៏មុតស្រួចដែលហៀបនឹងចាក់ទម្លុះរាងកាយរបស់នាងទៅហើយប៉ុន្តែមុននឹងទំពុកនោះហោះមកដល់ខ្លួននាងស្រាប់តែមានជញ្ជាំងដីមួយបានលេចចេញមកពីកន្លែងណាក៏មិនដឹងដើម្បីទប់ទល់នឹងកម្លាំងដ៏មហាមាននោះអ្នកទាំងអស់គ្នាឃើញទេជំនួសឲ្យការចាក់ទម្លុះរឿងដែលមិនគួរឲ្យជឿមួយបានកើតឡើងនៅចំពោះមុខយើងលីវហ្វឹងយួនសម្លឹងមើលចុងលោហៈដែលឈប់ងាក់នៅមុខនាងទាំងភ័យញ័រប្រសិនបើកម្លាំងដីមិនបានជួយសង្គ្រោះទេជីវិតនាងច្បាស់ជាចប់ជាមិនខានទំពុកនៃអាវុធនោះបានចាក់ជាប់យ៉ាងណែនទៅក្នុងថ្មដីប៉ុន្តែមានចលនាញ័ររន្ធត់មួយយ៉ាងកើតឡើងនៅម្ខាងទៀតនៃខ្សែពួរគឺនៅកន្លែងដែលផ្ទះនោះបានបាក់ស្រុតដោយប្រើភាពយឺតនៃខ្សែពួរដ៏រឹងមាំនោះ Chin Wen ដែលជា Darksider ក៏បានរើចេញពីគំនរបាក់បែកដោយគ្មានរបួសអ្វីបន្តិចឡើយគេនៅតែបន្តអ៊ូទាំមិនឈប់ថាវាគឺជាកំហុសរបស់ពួក Darksider ទាំងអស់ដែលធ្វើឲ្យរឿងនេះកើតឡើងដៃម្ខាងទៀតរបស់គេចាប់ផ្ដើមក្តាប់ជាប់ហើយក៏ប្រែរូបរាងទៅជាសារធាតុចម្លែកម្យ៉ាងដែលសាច់ឈាមរបស់គេប្រែជាខុសប្លែកពីធម្មតា Chin Wen នៅតែបន្តនិយាយឥតឈប់ថាក្រុមនេះត្រូវការរូបគេហើយបើគ្មានរូបគេទេពួកគេមិនអាចរស់រានបានឡើយស្រាប់តែមានដៃដែលមើលមិនឃើញមួយបានមកទប់កណ្ដាប់ដៃដ៏ធំសម្បើមរបស់គេមុនពេលវាទៅដល់អ្នកដែលនៅសល់បើផ្អែកលើទំហំវិញគឺខុសគ្នាឆ្ងាយណាស់ប៉ុន្តែដៃដែលមើលមិនឃើញនោះនៅតែរឹងមាំជានិច្ចចុងក្រោយ Lee King-yen ក៏បានលេចមុខមកចំពេលល្អបំផុតគេបង្ហាញខ្លួនចំពេលដ៏សំខាន់រាងកាយរបស់គេគឺជាអ្នកបង្កបង្កើតជញ្ជាំងដីការពារមុននេះឯងនេះគឺជាលើកដំបូងបង្អស់ដែលគេបានឃើញដោយផ្ទាល់ភ្នែកនៅដំណើរការដែលមនុស្សម្នាក់ប្រែរូបរាងទៅជា Darksider ដ៏គួរឲ្យរន្ធត់គេត្រូវតែទទួលស្គាល់ថា Chin Wen ម្នាក់នេះហាក់ដូចជាមានភាពពិសេសបន្តិចបុរសទំពុកដែកម្នាក់នេះទោះបីជាខ្លាចជា Darksider ក៏ដោយក៏គេនៅតែដឹងថាមាននរណាម្នាក់កំពុងរារាំងការវាយប្រហាររបស់គេដែរគេមានអារម្មណ៍ដឹងតែមើលមិនឃើញរូបរាងរបស់ម្ចាស់ដីនោះទេសម្រាប់ Chin Wen ទោះបីជាមានវត្តមានដ៏អាថ៌កំបាំងដែលមើលទៅដូចជាផ្នែកនៃដីក៏ដោយក៏មានស្មារតីយ៉ាងច្បាស់លាស់នៅពីក្រោយវាដែរចុះហេតុអីបានជាអ្វីដែលមិនមែនជាមនុស្សមកខាត់គេទៅវិញនៅក្នុងក្បាលដែលវង្វេងវង្វាន់របស់ Chin Wen គេគិតថាខ្លួនឯងគ្រាន់តែចង់ការពារក្រុមតែប៉ុណ្ណោះតើគេខុសត្រង់ណាទៅ Lee King-yen ក៏បានសួរដោយចង់ដឹងថាតើវាជាការពិតមែនឬទេបើបែបនេះមែនគេនិង Chin Wen ប្រហែលជាមានចំណុចដូចគ្នាខ្លះហើយគេចង់ដឹងថាតើអតីតបុរសដែលចូលចិត្តបង្ខូចបរិយាកាសម្នាក់នេះនៅតែអាចរក្សាអត្តសញ្ញាណជាមនុស្សបានដែរឬទេបន្ទាប់ពីការផ្លាស់ប្ដូររូបរាង Chin Wen បានឆ្លើយថារូបគេនិងអ្នកដែលនៅរស់រានមានជីវិតទាំង3នាក់ទៀតគឺជាមិត្តរួមថ្នាក់និងជាមិត្តភក្តិនឹងគ្នាទៀតផងការពិតដ៏សាមញ្ញនេះនឹងមិនប្រែប្រួលឡើយគេពិតជាចង់សង្គ្រោះពួកគេខ្លាំងណាស់ប៉ុន្តែវាបែរជាបង្ហាញចេញមកក្នុងផ្លូវដែលខុសឆ្គងទៅវិញគេនៅតែបន្តបញ្ចុះបញ្ចូលខ្លួនឯងថាគេអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានតាមវិធីនេះក្នុងនាមជាអ្នកដែលបានផ្លាស់ប្ដូររូបរាងដូចគ្នាសភាវគតិរបស់ Lee King-yen បានប្រាប់គេថាបុរសម្នាក់នេះមិនបាននិយាយកុហកនោះទេឬយ៉ាងហោចណាស់ក៏គេគិតថាអ្វីដែលខ្លួនកំពុងនិយាយនឹងធ្វើគឺជាការពិតដែលមិនអាចប្រកែកបានសម្រាប់រូបគេដែរបើបែបនេះមែនក្នុងពេលដែលគេអាចចោះសម្រុងជាមួយលូលួបានចុះហេតុអ្វីបានជា Chin Wen ធ្វើមិនបានទៅវិញចម្លើយប្រហែលជាស្ថិតនៅក្នុងកែវភ្នែករបស់គេសញ្ញានៃការស្អប់ខ្ពើមនិងភាពងងឹតងងល់បានលេចឡើងយ៉ាងច្បាស់នៅក្នុងភ្នែករបស់ Chin Wen ទីបំផុតដៃម្ខាងទៀតរបស់ Darksider មួយនេះក៏បានបញ្ចប់ការវិវត្តរបស់វាដែរដោយប្រែទៅជាទម្រង់ដ៏គួរឲ្យខ្លាចជាខ្សែពួរជាច្រើនដែលមានភាពយឺតនិងរឹងមាំបំផុតពួកវាបានហែកទម្លុះរាងកាយជញ្ជាំងដីរបស់ Lee King-yen យ៉ាងងាយស្រួលបំផុតខ្សែពួរទាំងនោះបានសម្ដៅទៅរកខ្លួនរបស់ឈុងជុនដែលគួរឲ្យអាណិតពួកគេមិនបានរត់គេចទេនៅពេលដែលមានឱកាសរត់ពេលនេះបរិះវ៉ែនតានោះកំពុងតែទទួលខុសត្រូវលើតម្លៃខ្លួនឯង Lee King-yen ក៏បានងាកមើលការខូចខាតដែលកើតឡើងដោយសារការធ្វេសប្រហែសរបស់គេការផ្លាស់ប្ដូររបស់ Chin Wen ជិតដល់ 100% ហើយចាំមើលថាតើវានឹងទៅជាយ៉ាងណាស្ដាប់ខ្ញុំឲ្យច្បាស់ត្រង់នេះហើយដែលរូបរាងមនុស្សបានរលាយបាត់ជំនួសមកវិញនៅមុខមាត់បិសាចដ៏ខ្មៅងងឹតបំផុតវាចាប់ផ្ដើមនិយាយរវីរវាយអំពីមិត្តភ័ក្តិដែលឆ្លងធាតុងងឹតហើយវាត្រូវតែបំផ្លាញពួកគេចោលទាំងអស់ដើម្បីសង្គ្រោះជីវិតពួកគេឡើងវិញយុវជនវ៉ែនតាចង់ជួនភ័យស្លុតជាខ្លាំងចំពោះការក្បត់របស់មិត្តជិតស្និទ្ធហើយនៅតែមិនជឿថា Chin Wen คล้ายជាឃាតករបុរសកំសត់ម្នាក់នេះត្រូវស្លាប់យ៉ាងអណោចអាធំបំផុតដោយសារតែស្នាដៃរបស់មិត្តល្អបំផុតរបស់ខ្លួនដែលពេលនេះបានคล้ายជាបិសាចបាត់ទៅហើយមួយរំពេចក្រោយមករាងកាយដែលគ្មានដង្ហើមរបស់ឆាំងជួនក៏បានដួលទៅលើដីយ៉ាងទន់ក្បាត់តែម្ដងលីវហ្វឹងយួនអាចត្រឹមតែស្រែកហៅឈ្មោះគេទាំងក្តីអស់សង្ឃឹមប៉ុន្តែអ្វីៗគ្រប់យ៉ាងវាហួសពេលបាត់ទៅហើយក្នុងពេលនេះជុំជូនមិនអាចលើអ្វីបានទៀតទេនៅក្នុងជាតិនេះនាងបានត្រឹមតែស្ដាយក្រោយដែលសម្រេចចិត្តឈប់សម្រាកនៅកន្លែងបណ្ដាសានេះប៉ុណ្ណោះប៉ុន្តែគ្មានអ្វីអាចផ្លាស់ប្ដូរបានឡើយឥឡូវនេះពួកស្រីត្រូវគិតពីខ្លួនឯងហើយរត់ចេញឲ្យលឿនបំផុតដើម្បីរក្សាជីវិតទោះបីជាឈុងជូនស្លាប់បាត់ទៅហើយក្តីក៏បិសាច Chin Wen នៅតែមិនព្រមឈប់តាមប្រគាកពួកគេដែរវាមិនទាន់ស្កប់ស្កល់ឡើយ
ហើយវាក៏មិនព្រមឲ្យមិត្តចាស់របស់វារត់គេចខ្លួនចោលវាឲ្យនៅម្នាក់ឯងនោះដែរក្នុងខួរក្បាលដ៏ឈួតលីលីរបស់វាមានតែវាទេដែលការពារពួកគេបានបើពួកគេមិនត្រូវការការពារទេគឺត្រូវតែស្លាប់មកមើលត្រង់នេះពួកស្រីស្រីស្ទើរតែរត់ទៅដល់ច្រាំងថ្មចោលទៅហើយប៉ុន្តែការវាយប្រហាររបស់បិសាចងងឹតនៅតែដេញទាន់ដើម្បីគេចពីការវាយប្រហារដ៏សាហាវពួកគេក៏បានសម្រេចចិត្តលោតចុះទៅក្រោមដែលខ្ពស់រាប់សិបម៉ែត្រពីដីយ៉ាងគ្រោះថ្នាក់លាវហ្វឹងយួនដែលកំពុងធ្លាក់ចុះមកបានដឹងខ្លួនបាត់ទៅហើយថានេះគឺជាទីបញ្ចប់និងជាកន្លែងដែលត្រូវស្លាប់នាងចាប់ផ្ដើមបន្ទោសខ្លួនឯងដែលនាំអ្នកគ្រប់គ្នាឲ្យមកជួបនឹងស្ថានភាពដ៏អាក្រក់និងគ្រោះថ្នាក់បំផុតបែបនេះព្រោះនាងគឺជាអ្នកផ្ដើមគំនិតក្នុងការធ្វើដំណើរស្វែងរកលូលូអូទោះបីជាដឹងថាវាគ្រោះថ្នាក់ដែលមនុស្សអាចក្លាយជាបិសាចក៏ដោយនៅទីបំផុតនាងបានសន្និដ្ឋានថាវាគឺជាកំហុសរបស់នាងតែម្នាក់គត់ដែលធ្វើឲ្យមិត្តភ័ក្តិរបស់នាងត្រូវមកបាត់បង់ជីវិតដោយសារតែអស់សង្ឃឹមនិងត្រៀមខ្លួនស្លាប់នាងក៏បានបិទភ្នែកហើយរងចាំទទួលយកនៅវាសនាមួយនេះតែម្ដងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នាងមិនមានអារម្មណ៍ថាប៉ះដីរឹងឡើយតែបែរជាធ្លាក់លើជម្រាលភ្នំដែលទើបតែលេចឡើងមកវិញលាវហ្វឹងយួនភ្ញាក់ផ្អើលជាខ្លាំងចំពោះរឿងនេះរហូតធ្វើឲ្យនាងមានការភ័ន្តច្រឡំហើយបានរមៀលធ្លាក់ទៅម្ខាងទៀតយ៉ាងលឿនពេលនេះនាងបានធ្លាក់មកដល់ដីទាំងមុខផ្កាប់ហើយនៅពេលមកដល់ខាងក្រោមនាងត្រូវខ្ជាក់ដីនិងខ្សាច់ចេញពីមាត់ទាំងលំបាកពេលនេះផ្ទៃមុខដ៏ស្អាតរបស់នាងពោពេញទៅដោយស្លាកស្នាមឆ្កូតនិងស្នាមជាំពេញមុខតែម្ដងទៅហើយទោះជាយ៉ាងណាក៏ដោយវានៅតែប្រសើរជាងការស្លាប់ហើយនាងពិតជាមិនចង់ជឿលើសំណាងរបស់ខ្លួនឯងក្នុងពេលនេះឡើយពេលក្រឡេកមើលទៅក្រោយវិញនាងក៏ឆ្ងល់ថាហេតុអ្វីបានជាដីស្រាប់តែប្រែប្រួលនៅក្រោមជើងរបស់ពួកគេភ្លាមបែបនេះនាងនៅតែមិនយល់ថាខ្លួនឯងអាចរស់ពីការធ្លាក់ដ៏ខ្ពស់បែបនេះបានដោយរបៀបណាលូលួក៏បានរត់មកអោបលូមនាងប៉ុន្តែលាវហ្វុងយួនមិនមែនជាមនុស្សដែលត្រូវការលួងលោមអ្វីនោះទេអ្វីដែលនាងចង់ដឹងបំផុតគឺការពិតអ្វីដែលនាងចាប់អារម្មណ៍នៅពេលនេះគឺតើមានរឿងឈួតលប់អ្វីកំពុងកើតឡើងឲ្យប្រកបហើយលូលូអូក៏ត្រៀមបញ្យល់ដែរទោះបីជាវាពិបាកនឹងជឿក៏ដោយប៉ុន្តែនាងជឿជាក់ថាពួកគេមិនគួររត់ចេញពីទីកន្លែងដ៏គ្រោះថ្នាក់មួយនេះឡើយព្រោះនៅមានវីរបុរសលីឈីងយិនរបស់យើងដែលនឹងដោះស្រាយបញ្ហាទាំងអស់នេះនិងការពារពួកគេឲ្យមានសុវត្ថិភាពខណៈពេលនោះនៅផ្នែកខាងលើវិញវីរបុរសរបស់យើងកំពុងតែប្រឈមមុខដោះស្រាយបញ្ហាជាមួយបិសាចងងឹតយ៉ាងតានតឹងបិសាចឈិនវិនមិនសប្បាយចិត្តតតែសោះដែលដីមួយដុំបានរារាំងវាពីមិត្តភ័ក្តិហើយធ្វើឲ្យវាបាត់បង់ដានពួកគេវាពិតជាមិនអាចរងចាំបានឡើយក្នុងការបន្តការសង្គ្រោះមិត្តភ័ក្តិរបស់វាតាមវិធីដ៏ឈួតលីលាមួយនេះឥឡូវនេះបិសាចងងឹតបំរុងនឹងកម្ចាត់សត្រូវដែលកំពុងរារាំងផ្លូវរបស់វាដើម្បីបន្តទៅស្វែងរកមនុស្សដែលវាចង់ជួយប្រាប់ខ្ញុំមកតើមានអ្នកណាគិតដូចខ្ញុំទេថាការសម្លាប់មិត្តភ័ក្តិដើម្បីសង្គ្រោះគេគឺជាតក្កវិជ្ជាដ៏ចម្លែកបំផុតលីឈីងយ៉ានគិតខុសដែលព្យាយាមចរចាជាមួយវាហើយនោះគឺជាមូលហេតុដែលធ្វើឲ្យជុងជន់ត្រូវស្លាប់វីរបុរសរបស់យើងលងងពេកដែលគិតថាឈីនវិនអាចនៅមានសតិសម្បជញ្ញៈជាមនុស្សធម្មតាក្រោយពេលខ្លាយជាបិសាចបែបនេះប៉ុន្តែចុងក្រោយឈីនវិនក៏គ្រាន់តែជាបិសាចងងឹតដ៏លងងខ្លៅម្នាក់ដែលគ្មានសល់ស្រមោលជាមនុស្សសូម្បីតែបន្តិចវាគ្មានការយល់ដឹងអ្វីឡើយមានតែសុភាវគតិសម្លាប់និងការរអ៊ូទាំដែលគ្មានន័យអ្វីទាំងអស់ចេញពីមាត់របស់វាបិសាចដ៏គ្រោះថ្នាក់បំផុតបែបនេះគួរតែត្រូវបានកម្ចាត់ចោលឲ្យបាត់រូបរាងតែម្ដងដោយមិនបាច់មានការស្ដាយក្រោយឡើយនៅពេលមានអារម្មណ៍ថាលីឃីងយ៉ានត្រៀមខ្លួនប្រយុទ្ធនិងបញ្ចេញធម៌ពលបិសាចងងឹតក៏ភ័យស្លុតចំពោះធាតុងងឹតដ៏ច្រើនសន្ធឹកសន្ធាប់វាបានស្ទុះទៅវាយប្រហារភ្លាមក្នុងបំណងចង់សង្គ្រោះពួកគេទាំងអស់តាមតែន័យដែលវាចង់សម្ដៅដល់ក្នុងពេលនេះវីរបុរសរបស់យើងបានព្យាយាមទប់ទល់នឹងការវាយប្រហារដោយប្រើដៃទទេប៉ុន្តែវាគឺជាគំនិតដែលមិនល្អទាល់តែសោះទំពុកនោះបានបំផ្លាញដៃរបស់គេហើយចាក់ទម្លុះរាងកាយរបស់គេលីឈីងយៀនភ្ញាក់ផ្អើលនឹងកម្លាំងរបស់បិសាចនេះណាតើបិសាចមួយនេះពិតជាខ្លាំងដល់ថ្នាក់នេះមែនឬក្រោយពីគិតរួចវីរបុរសរបស់យើងក៏យល់ឃើញថាវាមិនមែនដូច្នោះទេអ្នកនិងខ្ញុំប្រកាសជាដឹងហើយថាគេខ្សោយពេកដោយសារតែនៅតំបន់ភ្នំដែលមានហេតុផលសាមញ្ញមួយតោះមកមើលទាំងអស់គ្នាថាតើតួអាចយើងដោះស្រាយយ៉ាងម៉េចបើដីនៅទីនេះមិនសូវអំណោយផលដល់កម្លាំងគាត់សោះបើទោះជាខំជញ្ជូនដីមកបន្ថែមហើយក៏ដោយបរិមាណដីនៅមានកម្រិតពេកដែលធ្វើឲ្យកម្លាំងរបស់គាត់ត្រូវកាត់បន្ថយយ៉ាងខ្លាំងខណៈដែលពួក Darksider វិញកំពុងតែមានថាមពលពេញខ្លួនតែម្ដងវានៅតែបន្តនិយាយរវីរវៃមិនឈប់ដោយជឿជាក់ថាមានតែវាប៉ុណ្ណោះដែលអាចសង្គ្រោះមនុស្សបានហើយចាត់ទុកទឹកដីនេះថាជាបិសាចទៅវិញតាមពិតទៅតួឯកយើងមានអារម្មណ៍អាណិតវាណាស់ព្រោះឥឡូវនេះវាខ្លាចជាពួក Darksider កម្រិតទាបដែលគ្មានកន្លែងទៅទៀតឡើយអ្នកដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យងងឹតនឹងត្រូវប្រឡាក់ដោយធាតុខ្មៅហើយវិធីតែមួយគត់ដើម្បីសង្គ្រោះពួកគេពីការឈឺចាប់គឺមានតែការសម្លាប់ចោលប៉ុណ្ណោះព្រោះថានៅពេលដែលប្រែរូបរាងហើយពួក Darksider មិនអាចត្រឡប់មករស់នៅក្នុងសង្គមមនុស្សវិញបានទេដោយសារតែរូបរាងបិសាចនិងភាពសាហាវយង់ក្នុងរបស់ពួកគេមិនថាវាស្ដាប់ទៅហាក់ដូចជាខូខើយ៉ាងណាក៏ដោយក៏ពួក Darksider អាចត្រឡប់ទៅរកតែពួករបស់ពួកគេដែលជាពួកបិសាចដូចគ្នាដែលមានរូបរាងចម្លែកតែប៉ុណ្ណោះនោះហើយជាមូលហេតុដែលលីជីងយីនរំលឹកសត្រូវរបស់គាត់ថាវាគ្មានកន្លែងសម្រាប់ទៅទេបើទោះបីជាវាបានធ្លាក់ទៅក្នុងភាពងងឹតទាំងស្រុងក៏ដោយទោះបីជាតួឯកយើងខ្លួនឯង
ก็จีปูดักไซเดอร์มวยรูปไดแมนปันท้ายกวาดเข้าปีปูใบไซแต่งนู้ตรองท้ายกวาดนึกแต่อาจจะรักษาสมาร์ทได้นึ่งสติสัมปชัญญะบานแล้วนี่กวาดบานสำรักจัดอย่างเมืองหมัดขนมกาประดอลกระไดเมตาจ้องกล่าวดอลซัดใบไซได้ทลอบเจียชิงวันโดยการก๊อปเวียดำใบบังจับตุกเวทเนียเจียกาสไลต์เท้าได้ใบไซนู้มันพร้อมตัวตูยกกระไดเมตานิเตเวียหนึ่งเฟือกรุบย้างดำใบบรรทอรุนึงหนึ่งรงตุกบรรทายติดเนื้อขนมปีผุบลุกดอกอักรมวยนี่เวียบานเฟือเอากันตะได้กระบอกเวียเวลยังเลื่อนบ่มพอดเปรียบโดยเจียมาซึนกันใส่ดำใบบุกกำติกูประกวดระบอกเวียเอาเต้าเจียบ่มไนแต่มาดองแต่กลมอาภัยไอเมื่อที่นี่สันนี่หายเจียกันไล่ได้เรื่องกันแต่จุจัดเนื้อเปได้ลีชิงยิงจับดามปลาหรือเชอหมอกตุกตูลวิญญูเลือกนี้กันตะได้มันอาจบ่มพลายได้ระบอกกวาดบานเลยเลือกปีนี้ตะเตียดวิมันอาจส่งไปแต่ป้าปอลดอสใบระบอกกวาดปลุกหรือเชอบันตุกวิจอบเจียกาเปิดนะกรุ๊ปยางแต่งแต่เมียนดำไล่ได้ตรซองปลุกไอ้เหล่านี้ตัวไอ้ระบอกยืงตรปลาปลาทำมาปูปีรกเจียดได้รู้เนื้อปึ้งเปียอาศัยขี้จมูกรูปกอดเมียนอารมณ์สอกสดายจมพวกกาโคยขาดได้กวาดบานบังกอลางดอลปุกีปนใต้เอาไว้ได้สำคัญบ่มพดในปีนี้คือเตรกำจัดปุกดักไซเดอร์นี่เอาคันแต่บานบรรทอปีดอสไรเรื่องนี้รู้รอดเฮยกวาดหนึ่งตอบสนองดอลรุกเจียดแต่งนุอย่างสมรุ่มจมพูจมนุยดมเมียนดำไล่ได้ปุกีบันปดอลไอ้กวาดนี่ปีนี้โดยซาการปงเริงเรียงกายได้ระบอกกวาดจิมวยหนังหรือเชื้อลีชิงเยียนอาจประดับได้กูประกวดระบอกกวาดเจงบานอย่างงี้สโลบ่มพดโดยมันเมียนปัญหาไว้เลยปวกดักไซเดอร์นุบานไซทงูโดยการชื่อจับนั่งกำหังอย่างขลังรู้ก็โชว์หนึ่งสงีมมวยสันตุดำไปพิจารณาดอกดังเฮิมเอาบานเวงหลังวิงเวียฮักโดยเจตาเวียบานบอกบองเจ้าเฮาเรียบหนึ่งรถกิจล้วนเถื่อเฮาปันไตตามเปิดตื้อเวียเหมือนแมนเจียไว้ได้กรุบคณีบานเคยหนึ่งกึศหนุเหล่ามันอยู่ปันแมนกำหังหนึ่งกาสออฟกระเพิ่มได้โป้เป็นขนมคล้วนเวียบานพุตุหลังเฮาเวียบานปลาได้มาช่างตีระบเวียดำไปวีประหามออกเลือกวาดมาดองเตียดอย่างสหาวสลับแต่เปลนูสมเล้งระบลูบานไซล้างปีข้างเกาขณะแต่เนียงคอมเปรังล้างเตลือกำปูจางทมมาดองเตียดบ่าวตุกใบชีวีมีนครูถนัดคลั่งอย่างนาก็ดอยเนียงบานโยกับบบสเปียได้มีนอุปกรณ์โดมีนประโยชน์หมกจมวยรู้ก็ประหยัดบ่าวเวียแต่เอาตัวไอกระบอกยืงหอยปรับไอกวัดเปล่าปราเวียนในเปลนี้แต่มาดองลีชิงยินบานเงียมาตอนเปลดำใบเป็นจี้คลูนกลมอ้อยคลายจีจุนรงครัวหอยกดจับเวียบานอย่างเลื่อนแต่เวียคือเจียก่อนไตรกัดสมัยดอกทมหนึ่งหมดสวยเจียขยำจ่ออาวุธนี้มันแมนเจียกับไตรธรรมดาเลยกวัดหนึ่งเป็นจึงทำมาปุลชนัยวีอ้อยคลายจีอาวุธดอกคลังคลาบมพดไอเหล่าหอยลีชิงยินบ้านสำรักจัดปงเริงเวียโดยท่ามาปุลในแผ่นใดหนึ่งเพียบบอดใบในรุกจีดดำใบรุมบรรโจจีมวยเพียบหมดสวยในโลหะดำใบบังกาจีอาวุธจงกราวอะไรนี่กอดเมียนกำลังนึกขนมใดแต่ปุดักไซเดอร์เชอร์นุจุบ้าจีมันไอตุบตัวบานเลยมันท่าเวียคอมปลังหรือสอบกอดคลังปนาก็ได้นี่คือเจียเปเวลียดอซ้ำสลับบพอดดำใบยกอาวุธทำไมนี้หมกซาละบองเมื่อกำลังปิดระบบเวียถ้าตาวิออกจากำรักนาเอาดังขึ้นในเปนี้แต่มาดองปุดักไซเดอร์มันโปร่งบอกบองเลยมันท่าเมียนเรื่องเอาไว้การล่างก็ได้รู้เวียก็สำรักจัดเบอร์กาวีประหารหมกเลือกอดมาดองเทียดยางงเงือบพอดลีชิงยิงกรอนใต้หยุ่นย้ำโดยเพียบเป็นจัดจมพูเรื่องนี้ปลุกอาหลังงมวยนี้วีมันดังคล้วนโตแต่ซอถ้าวีหนึ่งเติร์จันในกล่องได้ระบบกวาดตัวหอยดาวเจ้าละนะดอกเชื่อเจาะแต่มวยเลิกกดกอดบานบ่มพลางได้ตีปีระบบปุดักไซเดอร์นุเจ้าเพลียมเราโคตรบ่มในเชือเตี้ยจัดกระจายตัวกรุ๊ปตีแต่มาดองตัวไอเยิงมันบานชบตำแหน่งเตะกวาดกับบานบ้ากาวีประหารตอบวิ่งเพลียมขณะได้สเตอร์ระบบกวาดเล่งเมียนใบส้มใบแต่มาข้างดำใบกาเปียคลูนเตียบลอยกอดบานวีสำหรับเตลือกบาลระบบเวียปิ้งตุ่มหึงได้เฟื่อเอาปุดักไซเดอร์ดูเตลือได้อย่างออกเสียบหอยระบังมกเงินระบบเวียก็เติร์เปรใบติ๊กตีออกโดยซาแต่เวียขมิ้นใดเตียดลอยเวียมันอาจเงือบลางวิ่งบานตีหอยลีชิงยิงก็มันบันดาวเอาเวียรุยคลูนบานได้โดยชูปีเลเวียเจนิกกวาดบานโยกจงอาวุธตึบช่วงตรองกอระบบเวียดำใบบรรเจธาเพียบเงินเติร์บานปราใจเจสทาโปเฮยเนื้อกล้ามทำมาปุลดอกจ้าระบบกวาดเนี่ยเป็นนี่เพลียมนุทูก็บานลิคลูนจังปีใดเนื้อเป็นได้กรูธนะบานกันลงพอดเตอร์เฮยเวียก็บานริกุลอาวุธระบบตัวไอยิงทามันเซอร์มีนเพียบเริงมวงประมาณตีปันใต้กลายปีริกุลแดดอัดประยอยต่างนู้เวียก็บานประดอลดำบูมีนละอขนมกาก๊อบปวดดักไซเดอร์ตึกขนมได้ดำใบเบิร์ดยกสารเทียจำตามทอมาเจียดเจียก้าเปิดนะปวดดักไซเดอร์จะบาจีมันโจลจัดเรื่องนี้ตัวแต่ซอหายขนมเพียบออกสงคมเวียก็บานไซเนื้อสำได้อัดในจีจานเจ้งหมักเตียดมันหนึ่งสำหรับจัดกอบเวียตึกขนมได้ลีชิงยินเนื้อมีนสมนัวจำกราวมวยเตียดได้จองซัวตึกกันเวียดำใบอ่อยจัดจำพวกเรื่องราวได้บานเกิดหลังก็จ้องดังทาให้ไอ้บานจีเวียปลายคล้ายตึกจีแบบนี้ปนใต้เวียกรอนแต่ไซมาดองเฮ้ยมาดองตีทาวิกรอนแต่จงจุยสังคมมนุษย์แต่บนนอเรื่องนี้บานเฟือเอาตัวไอยืงกระทะเพราะไฮจีชิงวันคล้ายจีปุดักไซเดอร์มันแมนโดยซาแต่ปนลือไปอัดตึกงงเงินแต่มวยมกนุกเล่าเวียคือโดยซาแต่การกึดมาเมื่อมาเมียหนึ่งเพียบพลิคล้ายจีนิจการระบบเวียได้บานตีนเวียเอาทะเลโจตะขนมจุในเพียบงงเงินโดยมันดังคลวนได้หนึ่งหรือเชอหนึ่งกล้องเชิงลีชิงยินบานจับประดามเล็บตระบะใบสายหนุ่มมนติกมาดองเราโคตรดอลเวียบัดตึกขนมแผ่นได้เตียงซ่องแต่มาดองแผ่นได้หนึ่งเมื่อไทยเวียหายคล้ายจีกันไหลดอมมีนสวัสดิเพียบดำใบที่นี้ทาหนึ่งขมิ้นโนนามันเนี่ยเฟรสลับโดยซาเนี่ยได้อ่างทาจีเนี่ยสังครูมัดเพียบแบบนี้ติดเลยเนื้อเปรี้ยวได้กรุบยางบานสงบสงัดตัววิญเนื้อกระบายจางทมอนุซอลตรำแต่ได้ปีกำนับตุยปนโนเชื่อขยมจ่อเรื่องนี้
នៅមានវគ្គបន្តដែលល្អមើលជាងនេះទៀតសួស្តីអ្នកទាំងអស់គ្នាមកមើលរឿងភាគដែលមានការតស៊ូនិងការបាត់បង់ដ៏ក្រៀមក្រំមួយនេះជាមួយខ្ញុំទាំងអស់គ្នាមិត្តសម្លាញ់របស់ Liu Fengyuan បានស្លាប់ទាំងអស់ពេលនេះនាងនៅសល់តែលូលួម្នាក់គត់ដើម្បីតស៊ូទៅមុខលូលួចង់ឲ្យមិត្តធូរស្បើយពីការឈឺចាប់ក៏ណែនាំនាងឲ្យស្គាល់ Li Qingyin ដែលជាតួឯកយើងប៉ុន្តែមានបញ្ហាតូចមួយដែលតួឯកយើងប្រញាប់រំលឹកគឺរូបរាងរបស់គាត់ពិបាកនឹងមើលឃើញខ្លាំងណាស់ទោះជាយ៉ាងណាគាត់មានវិធីដោះស្រាយហើយអ្វីដែលសំខាន់គឺចង់ដឹងថា Fengyuan អាចលឺគាត់ដែរឬទេ Li Qingyin ចង់សួរនាងថាតើនាងខឹងនឹងគាត់ដែរទេព្រោះគាត់មានអារម្មណ៍ថាខ្លួនឯងធ្វើមិនបានល្អគាត់ដឹងថាបើគាត់សម្រេចចិត្តលឿនជាងនេះឈុងជូនប្រហែលជាមិនស្លាប់ហើយសត្រូវក៏ត្រូវកំចាត់បាត់ដែរបើគាត់មិនផ្ដល់សង្ឃឹមខុសរឿងអំពីពួក Darksiders ទេស្ថានភាពប្រហែលជាល្អជាងនេះឆ្ងាយណាស់ប៉ុន្តែ Fengyuan បានតបវិញយ៉ាងភ្ញាក់ផ្អើលថានាងមិនដែលគិតចង់បន្ទោសគាត់ចំពោះរឿងនេះឡើយនាងថាមានតែមនុស្សល្ងងទេដែលគិតបែបនោះព្រោះតាមពិតនាងបានត្រៀមចិត្តរួចរាល់តាំងពីនៅក្នុងជំរកមកម្លេះនាងដឹងច្បាស់ថាការរស់នៅក្នុងពិភពលោកបែបនេះការបាត់បង់គឺជាអ្វីដែលមិនអាចជៀសផុតបានឡើយទោះរឿងអាក្រក់បំផុតកើតឡើងក៏នាងបន្ទោសតែខ្លួនឯងដែរតែលូលួបែរជាភ្ញាក់ផ្អើលនឹងរឿងផ្សេងទៅវិញឥឡូវអ្នកទាំងអស់គ្នាចាំមើលត្រង់នេះឲ្យច្បាស់ព្រោះរឿងវាកាន់តែចម្លែកជាងមុនទៅទៀតហ្វឹងយួនមិនដឹងមូលហេតុទេតែក្រោយបុណ្យសពមកនាងមានអារម្មណ៍ថាមាននរណាម្នាក់នៅក្បែរខ្លួនជានិច្ចដោយសាររូបរាងដែលបង្កើតពីដីពេលនេះនាងឃើញរបស់ម្យ៉ាងកំពុងនិយាយនៅពីមុខនាងយ៉ាងច្បាស់វាមានរូបរាងដូចតុក្កតាដីឥដ្ឋដែលបាក់បែកនិងប្រឡាក់ដោយភក់ហើយមើលទៅគួរឲ្យចម្លែកខ្លាំងណាស់នោះគឺជាអ្វីដែលតួឯក Li Qingyin បង្ហាញខ្លួនឲ្យនាងឃើញនៅក្នុងក្រសែភ្នែករបស់នាងផ្ទាល់ Luluo Kaban Prop Room Core I Chaparomta Li Qingyin Kuchia Darksider that mean Vinyan Vivot Pi Day លើសពីនេះគាត់នៅមានមិត្តភក្តិម្នាក់ទៀតឈ្មោះធូធូតដែលជាប្រភេទរុក្ខជាតិ Darksider ដ៏រស់រាយរឿងនេះវាពិបាកនឹងជឿខ្លាំងណាស់បើអ្នករស់រានមានជីវិតដទៃទៀតឮច្បាស់ជាសើចចំអកឲ្យមិនខានប៉ុន្តែពេលនេះអ្នកទាំងពីរបានឃើញនឹងភ្នែកហើយដូច្នេះពួកគេមិនមានមន្ទិលសង្ស័យអ្វីទៀតឡើយទោះបីជាមានមិត្តថ្មីចម្លែកបែបនេះក៏ដោយក៏ហ្វឹងយួននៅតែមិនទាន់អាចបំភ្លេចភាពទុក្ខសោកបានដែរលូលួបានបបួលនាងឲ្យរស់នៅទីនេះជាមួយគ្នាប៉ុន្តែនាងនៅមិនទាន់ប្រញាប់សម្រេចចិត្តភ្លាមៗនោះទេនាងត្រូវការពេលវេលាដើម្បីសម្រាកនិងគិតពិចារណាហើយនឹងប្រាប់ពីការសម្រេចចិត្តនៅថ្ងៃស្អែកវិញដោយសារតែអស់កម្លាំងខ្លាំងនាងក៏សុំសម្រាកនៅទីនេះមួយយប់សិនដែលជាសំណើដែលគ្រប់គ្នាស្វាគមន៍លីវហ្វឹងយួនរន្ធត់ចិត្តខ្លាំងនឹងការស្លាប់របស់មិត្តភក្តិចំណែកលូលួក៏បារម្ភពីនាងមិនចាញ់គ្នាដែរនាងសម្រេចចិត្តចំណាយពេលក្បែរមិត្តនៅល្ងាចនេះដើម្បីលួងលោមចិត្តចំណែកតួឯកយើងក៏មិនយល់ទាស់អ្វីដែររាត្រីនោះបានកន្លងផុតទៅយ៉ាងលឿនហើយក្មេងស្រីទាំងពីរក៏បានលងលក់ក្នុងដំណេកយ៉ាងស្កប់ស្កល់អ្នកទាំងអស់គ្នាប្រហែលជាកំពុងគិតដូចខ្ញុំដែរហើយមែនទេតើមានរឿងអីកើតឡើងលើនាងទៅវិញនៅខាងក្រៅតួឯកយើងដែលមិនបាច់សម្រាកកំពុងសម្លឹងមើលមេឃនិងគិតគូរពីគម្រោងការនាពេលអនាគតទូតបានសួរគាត់ថាតើចំនួនមនុស្សដែលរស់នៅទីនេះនឹងកើនឡើងជារៀងរហូតឬតែបណ្ដោះអាសន្នលីឈីងយៀនក៏មិនប្រកាសដែរព្រោះតាំងពីព្រះអាទិត្យលិចការតាក់ទងត្រូវបានកាត់ផ្តាច់ទាំងស្រុងបើហ្វេងយួនឆ្លាតដូចអ្វីដែលនាងនិយាយនាងច្បាស់ជាមិនចាកចេញទៅប្រថុយគ្រោះថ្នាក់ម្នាក់ឯងឡើយទូតមិនសូវយល់ពីមនុស្សក៏សួរថាបើដឹងថាមានកន្លែងមានសុវត្ថិភាពជាងនេះហេតុអ្វីនាងមកទីនេះចំពោះរុក្ខជាតិដូចជាគាត់សកម្មភាពបែបនេះមើលទៅពិតជាមិនសមហេតុផលទាល់តែសោះចម្លើយគឺសាមញ្ញគឺដើម្បីជួយមិត្តភក្តិដែលបង្ហាញថានាងគឺជាមនុស្សល្អម្នាក់ដែលគួរឲ្យរាប់អានទោះជាបញ្យល់បែបណាក៏ទូតនៅតែមិនយល់ហើយគាត់ក៏ឈប់ចង់ដឹងពីមនុស្សបន្តទៀតដែរគាត់ថាការគិតនិងសកម្មភាពរបស់សត្វលោកពិតជាពិបាកយល់ណាស់វាមិនដូចជារុក្ខជាតិរបស់គាត់ឡើយព្រឹកឡើងនៅថ្ងៃបន្ទាប់បែរជាមិនមានភាពស្ងប់ស្ងាត់ដូចដែលពួកគេបានរំពឹងទុកតាំងពីដំបូងនោះទេវាចាប់ផ្ដើមដោយសម្ដែងរបស់ Feng Yuan ដែលកំពុងសួររកមូលហេតុដែលធ្វើឲ្យលូលួខ្លាយជាបែបនេះ Li Qingyin បានរត់មកមើលភ្លាមតាមសម្ដែងនោះដើម្បីចង់ដឹងថាតើមានរឿងអ្វីកើតឡើងលូលួមានកម្ដៅខ្លួនឡើងខ្ពស់ខ្លាំងប៉ុន្តែមិនដឹងមូលហេតុថាបណ្ដាលមកពីអ្វីឲ្យប្រកបនោះឡើយវាអាចមកពីប្រតិកម្មសត្វទិចឬការឆ្លងមេរោគប៉ុន្តែលូលួគិតថាមកពីនាងអស់កម្លាំងពេកប៉ុន្មានថ្ងៃនេះនាងបានតស៊ូដើម្បីរស់យ៉ាងលំបាកធ្វើឲ្យស្មារតីរបស់នាងតានតឹងខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺតែរឿងនឹងទៅជាយ៉ាងណាទៀតចាំតាមដានជាមួយខ្ញុំនៅភាគក្រោយទៀតណាធានាថាជក់ចិត្តមិនខានមកមើលរឿងភាគដ៏ជក់ចិត្តនេះជាមួយខ្ញុំថ្ងៃនេះយើងតាមដាន Liu Fengyuan ដែលមិនព្រមបោះបង់មិត្តម្នាក់ឯងឡើយនាងបារម្ភពីមិត្តខ្លាំងហើយព្យាយាមគ្រប់យ៉ាងដើម្បីជួយមើលតាមអាការៈលូលូអូត្រូវការថ្នាំផ្សះជាបន្តប៉ុន្តែសំណាងអាក្រក់ពួកគេគ្មានវាទេដើម្បីបានថ្នាំមកសង្គ្រោះជីវិតពួកគេត្រូវតែធ្វើដំណើរត្រឡប់ទៅកាន់ជំរកស៊ីវិលវិញដើម្បីស្វែងរកវានៅទីនោះមិនឆ្ងាយប៉ុន្មានទេប្រើពេលមិនដល់មួយថ្ងៃផងដើម្បីទៅមកលីវហ្វឹងយួនបានសម្រេចចិត្តថាត្រូវតែទៅឲ្យខាងតែបាននាងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រថុយគ្រោះថ្នាក់ចេញដំណើរភ្លាមប៉ុន្តែក្នុងពេលជាមួយគ្នាលូលួក៏ត្រូវការអ្នកមើលថែដិតដល់បំផុតដែរ
នាងបានប្រគល់ភារកិច្ចមើលថែអ្នកជំងឺនេះទៅឲ្យតួឯកយើងខណៈពេលដែលនាងរៀបនឹងចាក់ចេញពីផ្ទះដែលជាជំរកនោះលីឈិងយៀនបានខាត់នាងទុកសិនគាត់រំលឹកនាងថាការដើរក្នុងព្រៃម្នាក់ឯងបែបនេះគឺមិនអាចសុវត្ថិភាពឡើយបើគ្មានដ្រូននាំផ្លូវទេនាងច្បាស់ជាវង្វេងមិនខានគាត់ចង់ទៅការពារនាងណាប៉ុន្តែវាមានរឿងមួយដែលជាឧបសគ្គសមត្ថភាពបញ្ជាដីរបស់គាត់មានកម្រិតត្រឹមតំបន់នេះប៉ុណ្ណោះបើគាត់ចេញក្រៅពីដែនដីនេះគាត់នឹងមានចលនាយឺតខ្លាំងដល់ពេលនោះលូលួប្រហែលជាទ្រាំមិនបានយូរទេទោះជាមានគ្រោះថ្នាក់នៅខាងមុខក៏លីវហ្វឹងយួនមិនរាថយដែរនាងសុកចិត្តប្រថុយគ្រោះថ្នាក់ទៅម្នាក់ឯងនាងគិតថាការរស់នៅក្នុងពិភពលោកដែលគ្មានមិត្តភ័ក្តិគឺជារឿងដែលគ្មានន័យបំផុតនេះជាមូលហេតុដែលនាងហ៊ានលះបង់គ្រប់យ៉ាងដើម្បីជួយលូលួមិត្តភាពពិតជាជំរុញឲ្យនាងមានភាពក្លាហានអស្ចារ្យមែនឃើញទឹកចិត្តនាងទូឯកយើងក៏សម្រេចចិត្តជួយឥឡូវមើលឲ្យច្បាស់គាត់ហ៊ានដល់ថ្នាក់ខ្វេះក្របភ្នែកខ្លួនឯងចេញតែម្ដងទង្វើដ៏រន្ធត់នេះធ្វើឲ្យលូហ្វឹងយួនភ័យស្លន់ស្លោខ្លាំងតាមពិតទៅសូម្បីតែលីឈិងយីនខ្លួនឯងក៏មិនទាន់ច្បាស់ដែរគាត់គ្រាន់តែចង់សាក់លបងនៅអ្វីដែលគាត់បានសង្ស័យប៉ុណ្ណោះគាត់បានប្រើកម្លាំងទាំងអស់ដែលមានកវែងភ្នែកនោះទៅលើមេឃដោយសារមិនទាន់ស្គាល់រាងកាយថ្មីច្បាស់គាត់ត្រូវតែសាក់លបងដោយផ្ទាល់គាត់ចង់ដឹងពីដែនកំណត់នៃសមត្ថភាពរបស់ខ្លួនឯងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺការសាក់លបងនេះទទួលបានជោគជ័យចំណែកដីដែលដាច់ចេញពីខ្លួនរបស់គាត់មួយដុំនេះនៅតែអាចរក្សាការមើលឃើញនិងដឹងពីស្ថានភាពមកឲ្យគាត់បានប៉ុន្តែវាអាចប្រើការបានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះត្រឹមតែប៉ុន្មានវិនាទីក្រោយមកភ្នែកនោះក៏คล้ายជាដីធម្មតាដែលលែងពាក់ព័ន្ធនឹងគាត់ប៉ុន្តែធូតដឹងពីវិធីដោះស្រាយបញ្ហានេះផ្កាតូចនេះដឹងថាត្រូវធ្វើដូចម្ដេចដើម្បីបំបត្តិដែនកំណត់វាគ្រាន់តែត្រូវបញ្ចូលថាមពលងងឹតទៅក្នុងចំណែកដីនោះតែប៉ុណ្ណោះធូតខ្លួនឯងក៏ធ្វើចលនាដោយប្រើគោលការណ៍នេះដែរវាអាចដាច់ចេញពីដីបានដោយសារការដុតបំផ្លាញធាតុងងឹតក្នុងខ្លួនវាទោះឯយើងឆ្ងល់ថាតើត្រូវប្រើថាមពលងងឹតច្រើនប៉ុណ្ណាទៅដើម្បីឲ្យដីមួយដុំអាចដាច់ចេញពីគ្នាបានរហូតដល់24ម៉ោងហើយនៅតែរក្សាការមើលឃើញដដែលក្នុងអំឡុងពេលនោះច្បាស់ណាស់ថាវាមិនមែនជាចំនួនតិចតួចដែលងាយនឹងរកបាននោះទេធូតព្យាយាមគណនាហើយវាស្ទើរតែគាំងនៅពេលដឹងពីចំនួនពិតប្រាកដប៉ុន្តែពេលវាមើលទៅផ្ទះដែលមានអ្នកជំងឺកំពុងឌីកឈឺឃើញលូលួកំពុងគ្រុនក្តៅខ្លាំងទូតក៏សួរលីឈិងយិនថាបើថ្ងៃណាមួយវាឈឺតើពួកគេនឹងជួយវាទេតើពួកគេសុខចិត្តចំណាយធនធានដ៏មានតម្លៃដើម្បីសង្គ្រោះវាដែរឬទេលីឈិងយិនក៏បានផ្ដល់ចម្លើយយ៉ាងកក់ក្ដៅត្រឡប់ទៅវិញអ្នកដឹងទេគាត់សន្យាថានឹងធ្វើគ្រប់យ៉ាងដើម្បីជួយវាព្រោះឥឡូវនេះពួកគេជាក្រុមតែមួយដែលត្រូវតែមើលថែគ្នាទៅវិញទៅមកបន្ទាប់ពីយល់ច្បាស់ហើយទូតក៏ចាប់ផ្ដើមប្រមូលថាមពលងងឹតវារៀបចំខ្លួនដើម្បីជួយមិត្តភ័ក្តិរបស់វាឲ្យអស់ពីកម្លាំងកាយចិត្តឬរបស់វាបានដាច់ចេញពីដីហើយវាត្រៀមខ្លួនជាស្រេចវាបានឡើងទៅលើទីខ្ពស់ដើម្បីស្រូបយកថាមពលមកបញ្ជូនបន្តលាវហ្វឹងយួនភ្ញាក់អោលខ្លាំងនឹងការផ្លាស់ប្ដូរដ៏រហ័សបែបនេះពីមុនមកនាងស្មានថាផ្កាតូចនេះគ្មានសមត្ថភាពអ្វីសោះឡើយទូតមិនបងអង្គយូរឡើយវាក៏ចាប់ផ្ដើមបញ្ចូលថាមពលងងឹតវាបានស្រូបយកថាមពលពីពន្លឺព្រះអាទិត្យនិងធាតុដីជុំវិញខ្លួនថាមពលដែលវាប្រមូលបាននេះគឺគ្រប់គ្រាន់សម្រាប់តួឯកយើងហើយវាលើសពីអ្វីដែលគាត់ធ្លាប់រំពឹងទុកទៅទៀតនៅពេលនេះដើម្បីឲ្យលីឈិនជីនអាចបំបែកចំណែកដីចេញពីខ្លួនបានដោយជោគជ័យហើយអាចមើលឃើញរូបភាពបានយ៉ាងច្បាស់ពេញ24ម៉ោងសំឡេងថាមពលដែលហូរចូលក្នុងខ្លួនគាត់គឺដូចជាសំឡេងនៅក្នុងហ្គេមចឹងវាជាអារម្មណ៍ថ្មីមួយដែលគាត់មិនធ្លាប់បានជួបប្រទះពីមុនគាត់ភ្ញាក់ផ្អើលដែលទូតដឹងរឿងច្រើនដល់ថ្នាក់នេះគាត់ឆ្ងល់ថាតើថាមពលងងឹតនេះអាចធ្វើអ្វីបានទៀតខ្លះទៅអនាគតតើទូតប្រើវាដើម្បីធ្វើឲ្យខ្លួនឯងឆ្លាតជាងមុនមែនទេតាមពិតវាគ្រាន់តែរៀនសូត្រតាមរយៈការសង្កេតមើលតួឯកយើងប៉ុណ្ណោះឥឡូវនេះវាបានយល់ពីអត្ថន័យនៃពាក្យថាមិត្តភក្តិពិតប្រាកដហើយវាក៏បានជំរុញឲ្យលីឈិងយិនប្រញាប់ចេញដំណើរទៅកុំឲ្យខាតពេលវេលាដ៏មានតម្លៃរបស់ពួកគេតទៅទៀតអីធូតបានខំប្រឹងបញ្ចេញថាមពលស្ទើរតែអស់ពីខ្លួនទៅហើយវាមិនចង់ឲ្យការខំប្រឹងប្រែងនេះទៅជាអាសារបងឡើយពួកគេត្រូវតែធ្វើសកម្មភាពឲ្យលឿនមុននឹងមានគ្រោះថ្នាក់អ្វីកើតឡើងទៀតជឿខ្ញុំទៅដំណើរនេះនឹងកាន់តែរន្ធត់តោះចាំមើលថាតើពួកគេនឹងជួបឧបសគ្គអ្វីខ្លះនៅខាងមុខទៀត